bờ thố o bò đi sọt o bò đi sọt thla sa cua đờ ca kề phật năng phải tara giặt để thố rồi nè năng nàyพระพุทธองค์សម្ដែងច្រើនណាស់យើងចាំទាំងបល័យអីចឹងទៅទៀតទៅណាហ្នឹងហើយគឺបញ្យលនៅក្នុងស្វាខាតោណាស្វាខាតោភគវតាធម្មោហ្នឹងគឺបញ្យលឲ្យតែមានទីក្តីអธิบายបញ្យលនៅក្នុងស្វាខាតោឡើងខ្លះក៏សង្ខេបទៅឡើងខ្លះក៏ពិស្ដារទៅហ្នឹងគឺប្រធัวដែលព្រះអង្គទ្រង់ប្រកាសសម្ដែងដោយល្អហ្នឹងហ្នឹងហើយស្អាតបរិសុទ្ធគូដកាក្រេបផឹកល្អបត់ដើមបត់កដាលបត់ចុងអីទាំងអស់ហ្នឹងចឹងហ្នឹងហើយធัวហ្នឹងប៉ុន្តែក្នុងសេចក្តីដែលថាយើងយកមកបដិបត្តិដើម្បីកម្ចាត់បងនៅកិលេសនឹងការដែលយើងយកពធមកគោរពណាយកមកគោរពយកមកធ្វើតាមណាហ្នឹងឯងយកមកជាធម្មគុណសម្រាប់ពុទ្ធបរិស័ទយើងហ្នឹងហើយចុះដែលយកមកខុសពីហ្នឹងមានទេថាមានហ្នឹងឯងមានច្រើនបែបច្រើនយ៉ាងទៀតយកមកដើម្បីលើកតម្កើងខ្លួនឯងអាហ្នឹងគឺយើងយកមកក្នុងផ្លូវខុសយកមកដើម្បីសេចក្តីសរសើរដើម្បីលាភសក្ការៈហ្នឹងហើយខុសហើយណាយកមកដើម្បីសង្កត់សង្កិនបៀតបៀនអ្នកដទៃហ្នឹងខុសហើយណាពធัวស្អាតល្អបរិសុទ្ធហ្នឹងគឺយើងក៏បីនឹងប្រព្រឹត្តឲ្យបានសមគួរទៅជាមួយនឹងពធัวហ្នឹងប៉ុណ្ណាហ្នឹងជាការអប់រំទូលមានចិត្តចឹងទៅក្នុងការដែលត្រូវមានតែមួយเนาะហ្នឹងហើយមានតែមួយគឺដកខាតកម្ចាត់បងនៅកិលេសក្នុងចិត្តសន្តានប៉ុណ្ណាហ្នឹងហើយខុសវាតេតួងទៅនឹងកិលេសបានជាឧបករណ៍របស់កិលេសទៅវិញចឹងហ្នឹងហើយលោភៈចាត់ការទៅក្នុងពធัวរបស់ព្រះអង្គហ្នឹងប៉ុណ្ណាអត់មានគោរពអត់មានកោតក្រែងអត់មានខ្លាចញញើតអីនៅក្នុងបឋមគុណហ្នឹងទេទោសៈក៏អញ្ចឹងយកមកដើម្បីនឹងបន្ទុះតោះដោយប្រការផ្សេងឆ្លោះប្រកែកតោះតេងអីចឹងទៅគឺយើងនិយាយថាយើងហ្នឹងវាបញ្ញត្តិទៅលើគ្រប់សភាវៈទាំងអស់ដែលមានការកើតឡើងក្នុងខ្លួនយើងដែលថាយើងហ្នឹងមកពីមិនមែនអ្នកដតីហ្នឹងមានពាក្យថាយើងហ្នឹងដូចព្រះអង្គត្រាស់ថាបរោះនេះមានធាតុ6មានបរោះអីណាទៀតស្ត្រីអីណាទៀតមានធាតុ6ហ្នឹងហើយគ្រាន់តែថាជាឧបាទេយបញ្ញត្តិចឹងទៅថាយើងយកពធัวមកប្រើប្រាស់ក្នុងផ្លូវខុសជាឧបករណ៍របស់កិលេសយើងហ្នឹងគឺកិលេសហ្នឹងអត់មានជាអត្តាទូខ្លួនអីទេជាកិច្ចរបស់វត្តដាក់ហ្នឹង
เตะตวงนังสมาร์ได้จังมาได้ปรบนองปะโทจังยังมันอาจถ้าtừ ខ្លាំងពូកែគ្រាន់បើអីជាមួយនឹងអ្នកដតីអីចឹងទៅហើយយើងរួចផុតចាក់ទុកទេទោះជាយើងឈ្នះមនុស្សសម្រាប់ខ្មោចព្រាយបិសាចអស់ប៉ុន្តែខ្មោចព្រាយបិសាចគឺកិលេសក្នុងចិត្តយើងហ្នឹងមិនបានលះបង់ទេយើងមានបានគ្រាន់បើអីមើលហ្នឹងវាដូចជាដូចថាយើងជាចំណាប់ខ្មាំងថាអញ្ចឹងហើយគេចាប់យើងបានទៅគេឲ្យយើងវាយតប់គ្នាគ្រាន់គេសបាយមើលអីចឹងណាហ្នឹងឯងហើយគេបោកយើងគេបោកឲ្យយើងខំប្រឹងវាយតប់ហ្នឹងតែអ្នកណាឈ្នះហ្នឹងយើងឲ្យរួចខ្លួនគេបោកទេអាហ្នឹងហើយដល់យើងសំបីតែបងប្អូនបង្កើតមិត្តភក្តិអីយ៉ាងម៉េចក៏ដោយដល់ទៅវាមានភ័យគ្រប់សង្កត់មកគឺដូរស្លាប់ដូររស់យ៉ាងដែរក្រែងលោបានរួចពីសេចក្តីស្លាប់ហ្នឹងចឹងទៅសំបីទៅជាមួយមិត្តភក្តិហ្នឹងដូចណាពេជ្ជឃាតពុកមាត់ក្រហមហ្នឹងអាហ្នឹងរឿងហ្នឹងមិនគ្រាន់តែថាលើកជាការប្រៀបធៀបអីចឹងទៅទេប៉ុន្តែមានឧទាហរណ៍មានណាតែមពាថៈពេជ្ជឃាតហ្នឹងចឹងឯងចឹងប៉ុណ្ណាតែមពាថៈពេជ្ជឃាតបានសុំចូលនៅក្នុងក្រុមចៅហ្នឹងមានម្នាក់គេជួយសុំណាហើយមេចៅហ្នឹងគេចេះមើលលក្ខណៈមនុស្សដែរគេមិនចង់ឲ្យចូលទេលក្ខណៈមនុស្សហ្នឹងវាមិនគួរឲ្យហៅរកណាមើលទៅលក្ខណៈមនុស្សវាមានចិត្តកលិចកលុចអីចឹងទៅប៉ុន្តែដល់តែមានម្នាក់ទុកចិត្តចេះតែជួយបកកទៅក៏ឲ្យចូលទៅដល់ក្រោយមករាជបរោះអាជ្ញាធរក្នុងនគរហ្នឹងគឺចាប់បានទាំងអស់ឡោមព័ទ្ធចាប់បានទាំងអស់ហើយចាប់បានទាំងអស់គេត្រូវសម្លាប់ទោសត្រឹមចោលហ្នឹងក៏គេសម្លាប់កាត់ក្បាលកាត់កហើយវាលំបាកដល់ពេជ្ជឃាតម្នាក់ពីរនាក់អីចឹងទៅវាចេះតែហើយពេជ្ជឃាតហ្នឹងធ្វើការងារទៅប៉ុន្តែឥឡូវវាច្រើនអញ្ចឹងគេជ្រើសរើសម្នាក់ក្នុងចៅហ្នឹងប្រហែល500ទេចឹងពួកចៅនោះវាច្រើនទៅប្រហែល500អីចឹងមានលឺសូ900អីខ្លះអីចឹងទៅហ្នឹងឯងលើសពី500អីខ្លះប៉ុន្តែសបោតែចៅ500ហ្នឹងឯងសបោក្នុងកពីចឹងទៅបានយើងចេះលឺសូចៅ500ហ្នឹងហើយតែមានណាណាហ៊ានដើម្បីសម្លាប់ចៅទាំងអស់ហ្នឹងយើងទុកជីវិតឲ្យច្បាប់នគរមកអញ្ចឹងមកទេទុកជីវិតឲ្យហើយឲ្យធ្វើជាអ្នកសម្លាប់ចោលតទៅទៀតមានប្រាក់ខែទេមពាថៈនេះឯងចឹងទេមពាថៈនឹងឯងព្រមហ្មងគាត់ណាអាហ្នឹងរឿងរ៉ាវដែលវាមានមកហើយចឹងទៅហ្នឹងឯងប៉ុន្តែក្នុងទីនេះនិយាយពីរឿងដែលថាគេបោកពីរឿងគេបោកហ្នឹងឯងដល់អញ្ចឹងសូម្បីតែបងប្អូនបង្កើតដោយអំណាចខ្លាចស្លាប់ចង់រស់ក៏ត្រូវតែ
ប្រយុទ្ធដែរយើងថាឥឡូវមិនប្រយុទ្ធនេះគេស្លាប់ទាំងពីរហ្នឹងឯងឥឡូវវាយគ្នាតាមនឹងទៅហ្នឹងខំប្រឹងដើម្បីឲ្យបានឈ្នះទៅហ្នឹងរួចទៅដែលថាគេបោកហ្នឹងគឺបានដីថាអាអ្នកឈ្នះក៏គេសម្លាប់ដែរគេគ្រាន់តែថាឲ្យវាយគ្នាមែនទេដើម្បីល្អមើលអញ្ចឹងណាហ្នឹងហើយហ្នឹងគឺរបៀបសត្វលោកយើងហ្នឹងចឹងហ្នឹងហើយគឺយើងទោះជាឈ្នះមនុស្សអស់មកផែនដីសម្រាប់អ្នកដតីណាមកព្រាយបិសាចអសូរកាយអីបកាយអីយ៉ាងម៉េចក៏ដោយប៉ុន្តែយើងមិនបានឈ្នះកិលេសក្នុងចិត្តសន្តានរបស់យើងខ្លួនឯងទេគឺមិនរួចផុតពីវដ្តសង្សារអញ្ចឹងវានៅក្នុងជាតិហ្នឹងវាត្រូវជ្រាបជាធិមរណៈហើយវាត្រូវមានជាតិដែលជាអ្នកទោសហ្នឹងតទៅទៀតជាតិជាអ្នកទោសអញ្ចឹងប៉ុណ្ណាត្រូវជ្រាបជាធិហ្នឹងនាំចូលទៅរោគមរណៈទៀតទៅតែមុននឹងដល់មរណៈត្រូវទទួលទុក្ខទោសលំបាកសពគ្រប់ដើម្បីចិញ្ចឹមបញ្ញខណ្ឌហ្នឹងហើយទទួលទរណកម្មផ្នែកខាងស្មារតីទៀតវង្វេងចាប់យកបញ្ញខណ្ឌគឺអត្តភាពហ្នឹងមកធ្វើជាខ្លួនឯងទៀតដើម្បីបំរើបញ្ញខណ្ឌហ្នឹងដោយស្មោះគាត់ណាហ្នឹងហើយអានឹងជាទរណកម្មផ្នែកខាងស្មារតីចឹងដែលធ្វើឲ្យវង្វេងច្រឡំអត្តភាពហ្នឹងថាជាខ្លួនឯងចឹងទៅអាចថាប្រព្រឹត្តបញ្ញវេរាអីដើម្បីគ្រប់គ្រងខ្លួនឯងអីចឹងទៅហើយវាជាចំណងទេណាទរណកម្មស្មារតីហ្នឹងបាត់បង់ស្មារតីហ្នឹងគឺសកាយតិថេសញ្ញោចនៈហ្នឹងវាសម្រាប់ជាគ្រឿងចងមិនឲ្យរត់រួចពីទរណកម្មក្នុងវត្តដាក់ហ្នឹងទេចំណងមេចំណងមច្ចៈហ្នឹងវាត្រូវតតែងអភិសង្ខារគឺកម្មដោយបញ្ញវេរាអីជាដើមហ្នឹងហើយត្រូវធ្លាក់ចុះក្នុងវត្តដាក់ទៀតចឹងទៅអាហ្នឹងទរណកម្មដែលចងសត្វលោកហ្នឹងអាហ្នឹងគឺនិយាយពីវត្តដាក់ហ្នឹងឯងចឹងអញ្ចឹងឯងក្នុងការដែលទៅឈ្នះអ្នកដតីអីហ្នឹងខ្លួនឯងមានរួចផុតចាកទុកឯណាហ្នឹងឯងអញ្ចឹងបានរឿងយើងវាចេះតែមានការកើតទុកអីចឹងទៅដូចថាចង់ប្រណាំងប្រជែងឈ្នះអ្នកតីអីចឹងទៅវាចូលនៅក្នុងជាយ៉ាងវេរាំងបសវតិអ្នកឈ្នះតែងប្រទេសនៅពីទុក្ខំសេតិបរាជិតោអ្នកចាញ់ដេកជាទុក្ខនឹងឯងអញ្ចឹងគឺដេកជាទុក្ខហ្នឹងមិនមែនមកអំពីចាញ់អ្នកដតីទេអត់ទេគឺព្រោះវាជាសេចក្តីទុក្ខផ្លូវចិត្តហ្នឹងឯងបើយើងមិនមានអាការប្រៀបផ្ទឹមគ្នាអីហ្នឹងវាមានកើតទុក្ខឯណាហ្នឹងឯងមើលអ្វីដែលយើងត្រូវដោះស្រាយហ្នឹងគឺចិត្តរបស់យើងឯនេះទេមិនមែនយើងដោះស្រាយធ្វើម៉េចឲ្យឈ្នះគេបានយើងសប្បាយបានយើងមិនកើតទុក្ខមិនមែនទេវានៅតែមានរឿងឲ្យកើតទុក្ខ10រឿង20រឿងអញ្ចឹងយើងទៅដោះស្រាយរឿងខាងក្រៅហ្នឹងដោះមិនអស់ទេដោះមិនអស់ទេហើយជារឿងសង្សារវដ្តទៀតមិនមែនមានតែមួយជាតិស្លាប់ទៅរួចឯណាអញ្ចឹងយើងសង្ឃឹមអីថាដោះស្រាយរឿងក្នុងវត្តដាក់នឹងរួចនោះប៉ុន្តែបើមកដោះតាមផ្លូវពធัวគឺលះបង់បាបក្នុងចិត្តសន្តានរបស់យើងវិញប្រឹងប្រែងជាយាមទៅដោយអិនត្រីដោយពលៈដោយពោឆង្គៈមានសតិប្បដ្ឋាន4
ក្នុងការអប់រំចម្រើនជាអាហារតែឋាន4ហ្នឹងជាធัวដែលនាំឲ្យពោធិបក្ខយធัวហ្នឹងបានពេញលេញប៉ុន្តែពោរសោធម្មេហេហ្នឹងហើយគឺធัวគឺព្រះសទ្ធំហ្នឹងពេញចន្ទោបណ្ណរសេរិវៈដូចជាប្រច័នពេញបរមីបរិបណ្ណាយៈបញ្ញាយៈសមោខន្ធាំងបតេលយៈទំលាយគំនោងងឹតគឺអវិជ្ជានឹងឯងដោយភាពបរិបូរណ៍នៃបញ្ញាហ្នឹងគឺការចម្រើនបញ្ញាគឺតបឋានកំណត់ដឹងកាយវេទនាចិត្តធัวហ្នឹងប៉ុណ្ណាអញ្ចឹងយើងមានរឿងជាកតិមានមិត្តសម្លាញ់ពីរនាក់ហ្នឹងគេចង់មកស្ដាប់ធម៌ហើយវេនបិណ្ឌអីចឹងទៅដាក់បាតលោកអីចឹងហើយបបួលសម្លាញ់ម្នាក់ទៀតហ្នឹងសម្លាញ់ម្នាក់នោះមកអត់បានពីព្រោះវាត្រូវដោះស្រាយជីវភាពក្នុងគ្រួសារមកមិនបានទេពួនកូនអត់មានអីហូបទេថ្ងៃហ្នឹងនោះអញ្ចឹងគេត្រូវទៅដាក់មួងចាប់ត្រីអញ្ចឹងទៅហ្នឹងហើយនិយាយពីអ្នកមកវត្តនេះមកវត្តមែនកំពុងដាក់បាតលោកកំពុងស្ដាប់ធម៌មែនប៉ុន្តែចិត្តវាគិតថាសម្លាញ់អញថ្ងៃហ្នឹងទៅដាក់មួងចាប់ត្រីអញមកក៏បានឆ្ងាញ់ហើយតែគិតទៅណោះគិតច្រើនមែនទេណាចឹងហ្នឹងហើយព្រោះត្រូវជួបជុំគ្នាហូបបាយហៅគ្នាហូបបាយហ្នឹងម្លាញ់ឯងមកវិញចាំមកហូបបាយមួយគ្នាហ្នឹងណាចឹងទៅវាគិតឃើញពីរឿងសម្លាញ់ដែលទៅដាក់មួងហ្នឹងបានត្រីផ្អែមមាត់ងាញ់អីចឹងទៅធ្វើម៉េចបានច្រើនមកអីចឹងទៅហ្នឹងឯងអញ្ចឹងគឺជីវ័នចិត្តដែលគិតទៅនៅក្នុងរឿងបាបរឿងអកុសលហ្នឹងវាច្រើនណាស់ទាំងដែលខ្លួនឯងកំពុងតែនៅវត្តហ្នឹងឯងកំពុងតែស្ដាប់ធម៌ហ្នឹងតែចិត្តគិតទៅនោះទៅមែនអញ្ចឹងហ្នឹងហើយមិនបានមកអប់រំអីដោយពុទ្ធបរិស័ទយើងដោយថារឿងរ៉ាវក្នុងជីវិតវាមានពិសោធន៍សពគ្រប់អីហើយមានតែស្ម័គ្រស្មោះជាមួយនឹងពធវាមិនបាន 100% អីទេតែថាវាច្រើនអញ្ចឹងទៅហើយណាមួយយើងមានសិលហើយសិលយើងនេះមិនមែនស៊ីឈ្នួលគេកាន់សិលណាណោះយើងគឺថាបាណាតិបាតាវេរមណីយើងមានមេត្តាករុណាទៀតណាអត់មានត្រេកអរនឹងការកាប់សម្លាប់អីទៅទេហ្នឹងឯងមានសិល5ហើយមានកល្យាណធម៌ទៀតអាហ្នឹងគឺមិនរាប់បញ្ចូលនៅក្នុងរឿងដែលខ្ញុំណាលើកមកនេះទេខ្ញុំណាលើកមកនេះគ្រាន់តែចង់និយាយថាគ្រាន់តែចង់ជាឧទាហរណ៍ដើម្បីបញ្ជាក់ក្នុងរឿងដែលថាយើងយកពធัวដែលជាស្វាខាតោហ្នឹងឯងស្វាខាតោដែលព្រះអង្គសម្ដែងដោយល្អនេះយកមកប៉ុន្តែបដិបត្តិមិនសមគួរបដិបត្តិមិនសមគួរហើយមកលើកឧទាហរណ៍ពីរឿងដែលថាយើងមកវត្តដាប់ធัวធ្វើបន់អញ្ចឹងណាហ្នឹងឯងវានៅក្នុងដែលថាយើងមកនឹងល្អហើយប៉ុន្តែដល់ការអនុវត្តទៅដោយចិត្តគំនិតរបស់យើងវាអត់ត្រូវប៉ុណ្ណានឹងការដែលយើងមានហ្នឹងរបៀបដូចថាយើងទទួលយកពធមកប៉ុន្តែมันបានគោរពនៅក្នុងពធអញ្ចឹងណាហើយយើងទៅវត្តយើងអត់គោរពវត្តទៅរកប្រសង់យើងអត់គោរពប្រសង់ស្ដាប់ធម៌អត់គោរពពធព្រោះចិត្តយើងនៅឡើយតែមករោផ្អែមមាត់ឯនេះនិយាយពីអ្នកទៅដាក់សំណាញ់ចាប់ត្រីនៅវិញដាក់សំណាញ់ចាប់ត្រីមែនប៉ុន្តែនឹកក្នុងសំឡាញ់អញទៅដាក់បាតលោកហើយបានបន់ហើយណាគួរឲ្យត្រេកអរណាគេអាចទៅបានយើងមិនរវល់
គេស្ដាប់ធัวបានពីរោះហើយវារវល់គិតមកត្រេកអរហ្នឹងគេថ្វាយបង្គំលោកគេស្ដាប់ធัวគេដាក់បាតអីចឹងទៅនឹកឃើញទិដ្ឋភាពមកវត្តទាំងអស់ណែឃើញការងារវាអត់ល្អទេប៉ុន្តែចិត្តគំនិតវាត្រូវវាបានល្អបើគេដែរគេណាហ្នឹងឯងអាហ្នឹងវាមានអញ្ចឹងដែរហ្នឹងឯងហ្នឹងទាំងពីរហ្នឹងយើងសរុបមកក៏មិនយកមួយណាដែរហ្នឹងឯងយើងយកត្រង់ដែលថាឲ្យល្អទាំងអស់យើងទទួលអ្វីដែលដូចថាយើងរក្សាសិល5អញ្ចឹងទៅយើងមិនមែនយកសិល5យើងទៅមើងងាយនៅអត់សិលទេអាហ្នឹងវាល្អទាំងពីរឃើញទេល្អទាំងយើងមានសិលល្អទាំងយើងមិនមើងងាយមានមេត្តាករុណាជាអ្នករងគ្រោះក្នុងវដ្តសង្សារណាទៅធ្វើកិលេសលោភៈទោសៈមោហៈអីហ្នឹងឲ្យខ្លួនឯងហ្នឹងឯងវាល្អយើងរក្សាឧបោសថសិលយើងមិនមែនសម្គាល់តែខ្លួនឯងគ្រាន់បើអីចឹងទៅទេអត់មាននេះអីចឹងទៅទេយើងឲ្យទានក៏ចឹងប៉ុន្តែមិនមែនថាឲ្យទានហើយយើងណាដូចថាវាមានជាអកុសលកើតឡើងដោយប្រការផ្សេងណាហ្នឹងឯងពីការដែលឲ្យទានហ្នឹងឯងមានផលដែរប៉ុន្តែថាវាមិនច្រើនណាហ្នឹងឯងអានិសង្ឃអីវាអត់ច្រើនណាហ្នឹងឯងដោយសារយើងធ្វើយកមុខអីចឹងទៅហ្នឹងឯងធម្មតាមនុស្សយើងវាតែមានមុខមាត់ចឹងឯងប៉ុន្តែគ្រាន់តែនិយាយថាតែកាលណាវាមានលោភៈកើតឡើងប្រព្រឹត្តទៅរឿងទានវាទានហ្នឹងវាថាឧបនិស្សយបច្ច័យចឹងបានន័យថាយើងប្រតិបត្តិអត់បានល្អណាហើយបានច្រើនភាគរយយើងចង់និយាយដល់100អីទេហ្នឹងឯងគ្រាន់ថាឲ្យវាបានច្រើនបន្តិចណាប៉ុន្តែវាមិនបានច្រើនទៅទៀតវាថាធ្វើទានអស់ទ្រព្យច្រើនមែនប៉ុន្តែវាតេតួងនឹងការដែលយើងត្រូវការផលតបស្នងអីចឹងមកជាការសរសើរជាការលើកតម្កើងជួនកាលវាអាចមានចិត្តទៅមើលងាយអ្នកដទៃនឹងចឹងទៅជួនកាលយើងប្រៀបធៀបនឹងអ្នកដទៃទៅអាចអន់ចិត្តអីចឹងទៅដែរការឲ្យទានវាអត់ស្មោះហ្នឹងឯងយើងឲ្យទានមែនប៉ុន្តែវាទៅជាថាយើងមានប្រាក់តិចជាងគេអីចឹងទៅអន់ជាងគេអីចឹងទៅក៏មានដែរហ្នឹងឯងអាហ្នឹងគឺយើងមិនយកអញ្ចឹងទេគេថាគឺកិច្ចការងារដែលយើងបានធ្វើល្អហើយគឺយើងត្រូវទទួលណាសាធុណាឲ្យបានល្អប្រពៃនៅក្នុងកិច្ចការងារហ្នឹងក្នុងន័យដែលថាយើងបានជួបពធัวស្វាខាតោនេះហ្នឹងឯងល្អយ៉ាងណាទៅសូម្បីតែព្រះពុទ្ធអង្គក៏ទ្រង់គោរពនៅពធัวហ្នឹងណាហ្នឹងឯងចឹងគឺល្អត្រឹមត្រូវតែម្យ៉ាងគត់គឺបប្រតិបត្តិតាមដើម្បីលះបង់ហេតុនៃសេចក្តីទុក្ខក្នុងចិត្តសន្តានរបស់យើងរៀងព្រះអង្គរៀងខ្លួនដែលហេតុនៃសេចក្តីទុក្ខហ្នឹងណាក្នុងវដ្តសង្សារមួយអង្គម្នាក់ហ្នឹងវាមានហេតុនៃសេចក្តីទុក្ខហ្នឹងគឺតណ្ហាហ្នឹងប៉ុណ្ណាហើយអញ្ចឹងយើងនឹករលឹកដល់ផត្តៈសាមណេរនឹងក្នុងសត្តកនិបាតហ្នឹងមាន5អង្គហ្នឹងឯងអង្គទី1សន្តរៈសមុតតោថេរោហើយបានទី2ថេរោលក្ខណ្ឌៈផត្តយោហើយបានទី3ផត្តតោថេរោចៈហើយបានទី4សោបាកោហើយបានទី5ហ្នឹងសរភ័ងគោមហាអិសិហ្នឹងឯងចឹងសត្តកេបញ្ញកាថេរា
ប្រធេរៈ5អង្គបានពោលក្នុងសត្តកនិបាតនឹងឯងអញ្ចឹងគាថាយោ35គាថាបញ្ចតឹងសតិតិហ្នឹងណានៅក្នុងអង្គទី1ទី2ក៏រំលឹកសាមិញហើយយើងផាត់តោទី4សោបាកៈទី5សារភាំងគោនឹងចឹងទៅក៏ណាផាត់តោនេះចាប់ផ្ដើមត្រង់អហង្អេកោមែនទេអេកពតតោហ្នឹងហើយអេកពតតោអហង្អាសឹងបេយោមេតោបេយោបេតោពហុហេវតចរិយាហេលទ្ធោអាយាចនាហេចៈខ្ញុំណាហ្នឹងគឺថាជាកូនតែមួយនៅក្នុងតកូលហ្នឹងមេដាបិតាស្រឡាញ់ណាមេដាបិតាហ្នឹងធ្វើការប្រព្រឹត្តវត្តនឹងច្រើនហ្នឹងឯងរហូតដល់ទៅសូមពីព្រះរាមាពុទ្ធទៀតផងហ្នឹងគេថាទី2បន្តមកហ្នឹងណាតេចៈមង្គអនុកម្មបាយៈអត្តកម្មាហេតេសិណោឧភោបេតាចៈមេតាចៈពុទ្ធៈពុទ្ធសៈឧបនាមយងណាពុទ្ធសៈឧបនាមយងហ្នឹងណាគឺថាគេសូមកូនពីព្រះអង្គនឹងមកគឺដើម្បីថ្វាយព្រះអង្គនឹងឯងចឹងហ្នឹងឯងអដ្ឋកាមាហេតេសិណោហ្នឹងគឺថាប្រាថ្នាប្រយោជន៍ណាប្រាថ្នាសេចក្តីសុខក្តីចម្រើនដែលមេត្តាបិតាទាំងពីរហ្នឹងមានសេចក្តីអនុគ្រោះដល់ខ្ញុំកណាហ្នឹងតេចៈមង្គអនុកម្មបាយៈអដ្ឋកាមាហេតេសិណោណាឧភោបេតាចៈមេតាចៈហ្នឹងណាគឺសរុបមកគឺនៅត្រង់ដែលថាពុទ្ធសៈឧបនាមយងនេះគឺដើម្បីបង្អោនទៅថ្វាយដល់ព្រះសម្មាសម្ពុទ្ធហើយក៏បានចូលទៅក្រាបទូលដល់ព្រះអង្គហើយនៅពេលដែលកូនហ្នឹងបានអាយុ7ឆ្នាំហ្នឹងគាថាទី3ហ្នឹងកិច្ឆាលទ្ធោអាយ៉ាងពតតោសុខមាឡោសុខេធិតោតកូនតែមួយរបស់ខ្ញុំព្រះអង្គនេះគឺជាសុខមាលជាតិកើតមកនឹងមានសេចក្តីសុខមេត្តាបិតានុបំរុងសពគ្រប់ហ្នឹងសុខមាឡោសុខេធិតោហ្នឹងណាបានដល់នៅសេចក្តីសុខរួចទៅបានកលាស់គាថាហ្នឹងវេថ្វាយព្រះអង្គកលាស់គាថាទី3ហ្នឹងណាអ៊ីម៉ាំងតេមៈតេនេថៈជីនេសៈបរិចារកាំងហ្នឹងវេថ្វាយព្រះអង្គតេមៈហ្នឹងគឺថាខ្ញុំព្រះអង្គថ្វាយហ្នឹងអ៊ីម៉ាំងហ្នឹងនៅកូននេះឯងដែលយកទៅជាមួយហ្នឹងក៏ណាដល់ព្រះលោកនាថនឹងឯងដែលថ្វាយហ្នឹងសូមឲ្យបានជាអ្នកបម្រើព្រះអង្គជីនេសៈបរិចារកាំងហ្នឹងគេថាទី3មានរឿងអញ្ចឹងហើយយើងគិតទៅតាមប្រយោជន៍មេត្តាបិតាគាត់បានកូនមកដោយជ្រះថ្លាដើម្បីថ្វាយព្រះអង្គហ្នឹងមានអីមានតែបួសថ្វាយព្រះអង្គហ្នឹងប៉ុន្តែខ្លួនគាត់ត្រូវមានទីពឹងហ្នឹងឯងទៅណាគាត់មិនបានគិតថាបានកូនជាទីពឹងអីតទៅទេគឺអ្វីជាទីពឹងរបស់គាត់ហ្នឹងគឺយើងនិយាយថាព្រះសទ្ធមអញ្ចឹងទៅហ្នឹងឯងព្រះបរិយត្តិធម៌ដែលបានស្ដាប់មកតិចក្តីច្រើនក្តីប៉ុន្តែបដិបត្តិទៅសទ្ធមបដិវេទទៅសទ្ធមនេះហ្នឹងបានជាទីពឹងដែលជួយឲ្យគាត់រួចផុតចាកសេចក្តីទុក្ខទាំងពួងចាកវដ្តសង្សារកូននេះណាមកជួយចឹងបានភរិយាឯណាស្វាមីឯណា
dân mình tìm thì ca sở lạnh thì nè rồi tây á năng dân mình bạn đi sai tết của ca sở lạnh kia từ vinh từ máu chỉ ca là o bàn tay dân thơm mấy ao nè rồi tây chơi mà sở lạnh dân thằng o khani năng về ở bàn đó năng của nuôi về tết tuồng năng đất thì chi tây tà ca năng màu phong lập từ bòn mũi kia lập miền upaka ra mũi kia ấy năng chẳng tây năng ai đào nô đại lại trên tiệt chẳng tay chúng ta mau trong bạch bòn nâng về to chặt to hạt chia sài ấy kia thay ấy nâng chẳng tới nâng này đôi thà chúng ta dân ở bàn chui rương ấy đó nè ở tây á nâng này rồi dân là mình che tè đôi thà miềnสมัติเพียบไอ้กรุบกรอนแต่น้องกาช่วยเนี่ยเราได้ช่วงกาโดยทายังอาช่วยบ้านไอ้ถ้าตามเพลิงประทัวไอ้จังเตอนั่นไงสมัติเพียบยังตามนั่งจังเตอเป็นแต่ดอเนี่ยเราได้กวดมันเตยกาประทัวนั่นไงแบบเตยกาประทัวเราให้จังปดบ่อสัตว์ยังได้ทำมาเตียนเนี่ยออกเตียนต่างปูงจังเตอเป็นแต่กวดเอาเตยกาไอ้เซนนั่นไงgần tới bàn ca sọp bàn ca mình trôi chật ấy năng chẳng tới chúng cá về ai nè ở tây năng chật này rương ấy chẳng tới còn tận miền về miền rương cho ra đó chẳng mình ai tha dương che tè tiêm tê ai nè ở tây sẽ làm dương khúc kia bàn tê là ngày bàn té dương che khai là sam nè đây sẽ làm dương sẽ làm nhà rọp an đầm bay tha chui chia cầm lăng chật đó nông chỉ vật đó là ngày cầm lăng chật bao dương nó bị trời ở sài ca để dương miền sạch thiên miền bạch nha ao cầm lăng chật luôn dương thấy có trờiแต่ยังเตยอาศัยกำลังจัดปีเนรตีทองได้ยังก็อาช่วยกำลังจัดดอนเนรตีนั่งไงยังยัวแล้วนั่งไงน้องการุณในมวยนี้อาถ้าเอาตำไลเนี่ยตีเอากัตติโยเพเยสฟาไม่ไอ้นั่นสำคัญนะเอากัตติโยนี้นั่นเดี๋ยวนั่งไงก็เมียนเปียสำได้มือไงมือเท้าไอ้ซอนั่งไงไปเมียนเวชาปีรัวlà bọc hạ phiền này sầm đây ca mẹ thụ phiền này sầm đây tật mông ấy chẳng thế chui chia cầm lăng chặt đó thơ ca hot người mà ngày vào được như máu là ngày ban trong cái xa về dê xa mây ấy nâng dê em bị ruột ao cầm lăng chặt chẳng thế cứ ra miền cầm lăng á là ngày bạch bằng ca nơi hot ấy nâng chẳng thế đời xa cầm lăng chặt là ngày nâng chẳng dễ thì riêng tha cầm lăng chặt để dân ai ao nè tây cả bán để tây ai ao dân cả bán bên đây cầm lăng chặt không càng nghĩa đây là o cầm ao cầm lăng chặt nông ca một bớt ba bạc và sao biệt biến này là tây nâng cái nông ca để dân chơi luôn xóm rọp ngay rồi dân một bớt bạc để bắt chân tới sự đây sốc để ca mau đi ca để dân ao cầm lăng chặt này tây nó phải tập lót bao dân sờ bay chặt bên thế là ngày dân ao cầm lăng chặt này tây sờ bay chặt tới miền ắt tập pol mới mà ao dân sờ bay đã ai dân từ cao thì cái đây sờ bay rồi na bên na thông đông mày na bá đơn xóm tích nó rương linh tích rương tích chẳng tới rồi đây không chỉ vứt nó thì cái đây sọc tôiทั้งấy để phơi giờ ruột nơi bàn chỉ sọc nè ngày trời công rùm luôn là cái đây sọc tôi tay tôi nó nè ngày nâng để dân trời xóm thì cái đây sọc bên tới cái đây sọc nó sọc prasicha tô quá sọc không chỉ quan này chết dân chia cổ sò tiệt vì muốn dân chơi trên xóm thì đây sóc đây xa ta miền rương vây đây chỉ ti pin chết vây đây chỉ ti tây o chỉ ti sờ lạnh để đó đòi từ dân miền bạch nha chỉ mà ra lại nè dân mà chơi trên xóm thì đây sóc không chất chỉ bông cổ sao cái đó sọc khơi chia cổ sao thì nước nông cổ sao nặng tiền cái đó nặng sel cái đó nặng phê bên kia cái đó bao nhiêu cái dao và thọ tiền đọt nâng á thì cái đây sọc miền được nông cổ sao thằng o nó mà hai cổ sao from bấy nó miền về từ này chỉ sau mà no hay có pe khá còn nơi nông thì cái đây sọc rồi ăn miên tôm mà nó hề dân xóm thì cái đây sọc nó xóm không bông của sao nâng tên mà đỏ nông chỉ vết rồi ngay đó chứ ta sẽ cái đây sọc bao giờ đừng càng nghĩa để prasicha tô ở bột ăn sừng đây nẹt vắt chè sọc đây sọc nông càng nghĩa để prasicha tô nó cứ sọc trai lên nhá đó ở đây sọc ạt thể sọc miên trọp nẹt nạ sọc trong này tha mình chỉ biết nói kia đó á cho nên ngày rạp tới miền Tây á là ạt thể sóc phô cái sóc miền trọp hay bò phô prào tra hay nâng tì bấy nẹt nạ sóc mình chỉ biết nói kia đó á
ក្តីសុខ3ហ្នឹងរួមចូលគ្នាទៅតិចតួចទេបើមកប្រៀបជាមួយនឹងអនិវច្ចសុខនេះសុខក្នុងការងារដែលប្រះចាកទោសយើងធ្វើការងារប្រះចាកទោសហ្នឹងគឺក្នុងជីវ័នចិត្តរបស់យើងហ្នឹងបើមិនមែនលោភៈទោសៈមោហៈទេគឺមហាកុសលហ្នឹងតែម្ដងអញ្ចឹងប្រកបដីដែលយើងលើកដៃលើកជើងនិយាយអីហ្នឹងគឺកាយវិញ្ញាតវិជ័យវិញ្ញាតហ្នឹងវាអាស្រ័យជីវ័នចិត្តកម្លាំងចិត្តហ្នឹងបានធ្វើឲ្យកម្រើកាយវិចារហ្នឹងអាជីវ័នចិត្តហ្នឹងបើមិនមែនលោភៈទោសៈមោហៈទេមហាកុសលហើយអញ្ចឹងនៅពេលដែលយើងកម្រើដៃកម្រើជើងបានដោយសារមានចិត្តចិត្តនឹងជាសមុទ្ឋានណាដែលនាំឲ្យមានកាយវិញ្ញាតវិជ័យវិញ្ញាតវិញ្ញាតទៅរូបពីរហ្នឹងគឺមានសមុទ្ឋានតែមួយគឺចិត្តហ្នឹងឯងហ្នឹងឯងជាវណ្ណចិត្តអញ្ចឹងគឺនៅពេលដែលយើងធ្វើអីជាប្រយោជន៍និយាយអីជាប្រយោជន៍ទៅដោយកុសលចិត្តក្នុងជីវិតហ្នឹងឯងយើងសំទីក្តីសុខនៅក្នុងចិត្តដែលជាកុសលហ្នឹងរឿយជាប្រកដីរាល់ថ្ងៃហ្នឹងឯងហ្នឹងគឺក្នុងខ្លឹមសារត្រង់ដែលថាយើងមិនចិត្តទៅទៀមទាការស្រឡាញ់ពីអ្នកដទៃទេប៉ុន្តែយើងទី1ចេះថែរក្សាអ្នកដែលស្រឡាញ់យើងហ្នឹងឯងទី2យើងត្រូវចេះថែរក្សាអ្នកដែលយើងស្រឡាញ់វាផ្ទុយគ្នាណាមួយអ្នកដែលស្រឡាញ់យើងមានមេត្តាបិតាបងប្អូនញាតិមិត្តអីចឹងទៅទី2អ្នកដែលយើងស្រឡាញ់ហ្នឹងឯងហើយនឹងទី3ធំដុំមែនទែនគឺដែលយើងត្រូវស្រឡាញ់ខ្លួនយើងហ្នឹងឯងក្នុងការដែលយើងកម្មយកបុគ្គលទាំង3ហ្នឹងមកណាមួយអ្នកដែលស្រឡាញ់យើងក៏យើងត្រូវធ្វើល្អតបស្នងសងទៅរកអ្នកដែលស្រឡាញ់យើងទី2ជាមួយអ្នកដែលយើងស្រឡាញ់ក៏យើងត្រូវធ្វើជាមនុស្សល្អដើម្បីឲ្យស័ក្តិសមត្រង់ដែលថាយើងស្រឡាញ់អ្នកដទៃណាក៏ដើម្បីឲ្យអ្នកដែលយើងស្រឡាញ់ហ្នឹងបានសេចក្តីសុខអញ្ចឹងក៏យើងត្រូវតែជាមនុស្សល្អហ្នឹងឯងព្រោះយើងមានសតកៈសម្បជញ្ញៈយើងយល់ដឹងហេតុផលនៃសេចក្តីសុខមេត្តាបិតាក៏ស្រឡាញ់យើងក៏ស្រឡាញ់គាត់រួមទៅទាំងពីរណាទាំងដែលគាត់ស្រឡាញ់យើងទាំងដែលយើងស្រឡាញ់គាត់ដូច្នេះយើងត្រូវធ្វើជាកូនល្អនឹងឯងអាហ្នឹងឯងហើយជាពិសេសក្នុងការដែលយើងស្រឡាញ់ខ្លួនយើងហ្នឹងស្រឡាញ់ខ្លួនយើងហ្នឹងសំខាន់មែនទេណាត្រង់ដែលថាមនុស្សទាំងអស់លើផែនដីហ្នឹងដល់ទៅយើងនិយាយអំពីរឿងគេថាក្នុងការដែលជាទីពឹងឲ្យយើងរួចពីអបាយភូមិនិងរួចពីវដ្តសង្សារគឺមានតែខ្លួនយើងនឹងឯងតែដែលប្រព្រឹត្តទៅនៅក្នុងភាពដែលជាកុសលហ្នឹងឯងដែលអត់មានអ្នករតីដាក់បញ្ចូលមកឲ្យយើងបានទេហ្នឹងឯងសំខាន់មែនទេដូច្នេះក្នុងខ្លឹមសារទី2ដែលថាមិននេះមិនចិត្តទៅទៀមទាឲ្យអ្នករតីស្រឡាញ់យើងព្រោះបើយើងទៀមទាទៅវាកើតទុកវាអត់បានដោយកំណងប្រាថ្នាចេះតែមិនចឹងមិនបានគេមិនស្រឡាញ់យើងធ្លាប់ស្រឡាញ់ហើយក៏គេឈប់ស្រឡាញ់គេបែកចិត្តទៅយ៉ាងនេះយ៉ាងនេះអីចឹងណាអានឹងនាំឲ្យយើងកើតទុកណាដល់ទៅពេលវេលាកន្លងទៅចឹងទៅយើងឆ្លងកាត់ពេលវេលាមកយើងមានបទពិសោធន៍ចឹងទៅយើងរៀនរស់នៅឲ្យជាសុខក្នុងសេចក្តីដែលថាការដែលយើងម្នាក់ឯងស្រឡាញ់ខ្លួនឯងហ្នឹងណាក្នុងការដែលថែរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អហ្នឹងណាប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយហ្នឹងហើយពីព្រោះមនុស្សទាំងអស់រួមទាំងទេវតាទៀតក៏ដោយមិននិយាយពីអ្នកស្អប់ទេនិយាយពីអ្នកស្រឡាញ់ទៅទៀតក៏មិនអាចជួយឲ្យយើងរួចពីអបាយភូមិរួចពីវដ្តសង្សារបានទេមានតែយើងម្នាក់ឯងតែប៉ុណ្ណោះដូច្នេះសំខាន់មែនទេណាដែលអ្នកដទៃចោលយើងបានមែនតែដាច់ខាតយើងកុំចោលខ្លួនយើងណាកុំចោលខ្លួនយើងទៅខ្សែគប់មួយបាបហ្នឹងហើយកុំលក់ខ្លួនយើងឲ្យតកែបាបនឹងត្រូវថែរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អនឹងពុទ្ធរិកាណាអតានញ្ញេបយ៉ាងជាញារក្ខយនាងសុរកតាំងហ្នឹងឯងក្នុងកិច្ចរបស់បញ្ញាដែលប្រព្រឹត្តទៅមិនទី2នេះតែមានបញ្ញាបានអាចប្រព្រឹត្តទៅបានតែហ្នឹងឯងនឹងទី1គឺមិនឆ្លោះប្រកែកតោះតេងមួយអ្នកអតីទេព្រោះសេចក្តីសុខស្ងប់របស់យើងមានតម្លៃជាងការដែលយើងទៅឆ្លោះឈ្នះគេហ្នឹងហើយទី2គឺថាមិនទៀមទេឲ្យអ្នករតីស្រឡាញ់ណាណីទេប៉ុន្តែយើងត្រូវចេះថែរក្សាអ្នកដែលស្រឡាញ់យើងហើយក៏ថែរក្សាអ្នកដែលយើងស្រឡាញ់ហើយនឹងសំខាន់មែនទេគឺយើងចេះស្រឡាញ់ខ្លួនយើងឲ្យជាការស្រឡាញ់ដោយល្អហ្នឹងហើយតែប៉ុណ្ណឹងគឺមុំគ្រប់គ្រាន់ហើយក្នុងរឿងលោកនេះមិនមែនយើងចេះតែទៀមទេអីបានដោយចិត្តសពគ្រប់ទេហ្នឹងហើយទាំងយើងទាំងគេគ្មាននរណាចេះតែបានអីតាមចិត្តទេមានតែការអប់រំចិត្តឲ្យព្រមតាមសេចក្តីពិតនឹងផងបានយើងបានសុខវាបញ្ច្រាស់វិញវាបញ្ច្រាស់ពីការដែលយើងចេះតែទៀមទេឲ្យអ្វីៗដោយចិត្តយើងបែរទៅជាអប់រំចិត្តដោយបញ្ញាព្រមតាមអ្វីៗជាសច្ចធម៌ណាអ្វីហ្នឹងមិនតាមចិត្តយើងទេប៉ុន្តែយើងអប់រំចិត្តឲ្យព្រមតាមសេចក្តីពិតហ្នឹងបែរទៅជាបង្រៀននៅសច្ចធម៌បានទៅជាព្រះបច្ចេកពុទ្ធអរិយសាវកទាំងអស់ដោយសារតែមានបរិញ្ញាដឹងការពិតហ្នឹងឯងនឹងអញ្ចឹង
យើងកុំចិត្តតែเต็มទីឲ្យអ្វីតម្រូវនឹងចិត្តរបស់យើងទៅអប់រំចិត្តឲ្យព្រមតាមសេចក្តីពិតវិញហ្នឹងហើយបានទៅជាព្រះអរិយបុគ្គលសេចក្តីពិតហ្នឹងមិនមែនអាក្រក់ដាក់យើងទេណាមកពីយើងចិត្តទៅមនោចិត្តទៅបន្ទុះតោះដោយសារយើងបំរើតណ្ហាចង់បានយ៉ាងនេះចង់បានយ៉ាងនោះអត់បានដូចចិត្តទេយើងទៅមនោដល់ទៅយើងមានបញ្ញាអប់រំទូមានចិត្តយើងឃើញការពិតអត់មានស៊ីសំណោកសោកប៉ាន់អត់មានលំអៀងអត់មានខ្លាចអំណាចយៈមានណាអត់មានស្ដាប់ការវកអីទេមានហេតុយ៉ាងណាកើតយ៉ាងនោះអត់ហេតុអត់កើតទេត្រឹមត្រូវសច្ចធម៌អញ្ចឹងដល់យើងអប់រំចិត្តឃើញសេចក្តីពិតនឹងទៅជាអស់សេចក្តីប្រកាន់ទៅជាព្រះអរិយបុគ្គលដោយបញ្ញានឹងឯងហើយនេះព្រះពុទ្ធអង្គត្រាស់ដឹងមកក្នុងលោកដើម្បីឲ្យយើងអប់រំចិត្តព្រមតាមការពិតទៅព្រោះធម្មតាសត្វលោកចេះតែចង់បានអ្វីតាមចិត្តចឹងបានកើតទៅជាឆ្លោះប្រកែកតោះតេងសង្គ្រាមពិភពលោកហ្នឹងមកវាចេះតែចង់បានចិត្តនឹងឯងចឹងចង់បានដូចចិត្តខ្លួនឯងណាប៉ុន្តែពុទ្ធសាសនាព្រះអង្គដែងឲ្យអប់រំចិត្តព្រមតាមសច្ចធម៌ទាំងសច្ចៈនៃជីវិតយើងក្តីនៃជីវិតអ្នកដទៃក្តីសច្ចៈនៃលោកក្តីគឺថាមានហេតុផលបរមត្តសច្ចធម៌ហ្នឹងសច្ចង្ហវេសាធុតរੰរសាណੰសច្ចៈនឹងឯងមានរសប្រសើរលើអស់រសទាំងពួងណាព្រោះដែលថាប្រសើរលើអស់រសទាំងពួងមកពីរសហ្នឹងនាំឲ្យអស់តណ្ហារសនៃសច្ចៈហ្នឹងហ្នឹងហើយចឹងហើយទី3ថាមិនជែងមិនប្រជែងមួយអ្នកអតីហ្នឹងហើយអាហ្នឹងថាមិនទី1គឺមិនឆ្លោះមួយអ្នកអតីព្រោះសេចក្តីសុខស្ងប់របស់យើងវាមានតម្លៃតែឆ្លោះឈ្នះគេប៉ុណ្ណាក៏មិនមានតម្លៃដូចសេចក្តីស្ងប់ចិត្តរបស់យើងទេទី2មិនទាមទារសេចក្តីស្រឡាញ់ពីអ្នកដទៃប៉ុន្តែយើងចេះស្រឡាញ់ខ្លួនឯងនឹងឲ្យជាការស្រឡាញ់ដ៏ល្អ3គឺថា1គឺថែរក្សាអ្នកដែលស្រឡាញ់យើងហើយនឹងអ្នកដែលយើងស្រឡាញ់ហើយនឹងពិសេសគឺខ្លួនយើងឲ្យបានសេចក្តីសុខហ្នឹងឯងទី3គឺយើងមិនប្រជែងមួយអ្នកអតីមកពីអីមកពីយើងមានរបៀបរស់នៅជាសុខហ្នឹងឯងតាមរបៀបរបស់យើងយើងមានណាមិនមែនយើងចាំបាច់តតែសុខដូចអ្នកអតីសុខបែបអីវាទៅតាមគាត់ទេអាចតែគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះយ៉ាងនោះអីចឹងទៅមានឋានៈបុណ្យស័ក្តិអីយ៉ាងណាប៉ុន្តែយើងត្រូវដឹងថាសេចក្តីសុខសំខាន់គឺផ្លូវចិត្តតតែចិត្តព្រមសុខមហាសិទ្ធិគាត់មានភ្នំមាស2 3ក៏ដោយមិនមែនភ្នំមាសហ្នឹងមកជាសុខឲ្យលោកសិទ្ធិទេវាតតែផ្លូវចិត្តនឹងឯងបានសុខហើយបើសេចក្តីសុខដោយច្រើនទៅទៀតសុខដោយលោភៈជាប់ជំពាក់ប្រកែប្រកាន់ហួងហែងទៅទៀតអាហ្នឹងគឺដូចបរិភោគទឹកឃ្មុំលេងដោយឆ្នាំពឹសអាសេចក្តីសុខដោយលោភៈរាគៈហ្នឹងប្រកាន់ហួងហែងហើយវាជាទុក្ខសមុទយៈទៅទៀតអញ្ចឹងសេចក្តីសុខវានៅលើផ្លូវចិត្តដល់តែសេចក្តីសុខហ្នឹងបស្សចៈទោសទៀតដល់តែសេចក្តីសុខប្រឆៈទោសយើងវាមិនចាំបាច់តតែមានបានទ្រព្យសម្បត្តិលហឹបលះដូចអ្នកអតីទេតែយើងមានធម្មសម្បត្តិណាចិត្តយើងមានសទ្ធាមានបញ្ញាមានការយល់ដឹងហេតុផលទៅយើងអាចរស់នៅជាសុខតាមរបៀបរបស់យើងមានមេត្តាករុណាជាមួយនឹងមនុស្សជុំវិញខ្លួនយើងបានចិត្តយើងក៏ជាសុខយើងអាចជួយសង្គ្រោះអ្នកអតីបានអមិសទានធម្មទានក៏ជាសុខយើងសុខតាមរបៀបរបស់យើងអានឹងសរុបឲ្យខ្លីមកហ្នឹងឯងព្រោះយើងសិតតែមានរបៀបដើម្បីឲ្យយើងរស់នៅជាសុខបានហើយមិនចាំបាច់តតែសុខដូចអ្នកដតីទេហើយក្តីសុខរបស់យើងតាមធម្មសម្បត្តិនេះណាគឺថាហួសពីលោកយៈសុខដល់លោកកតរៈសុខទៀតផងព្រោះជាសេចក្តីសុខចម្រើនដោយបញ្ញាព្រោះបញ្ញាដល់ទៅពេលចូលដឹងសច្ចធម៌ទៅកាន់តែថាព្រមសុខចិត្តព្រមហ្នឹងគឺជាតួបញ្ញាព្រមទៅតាមសច្ចធម៌ណាមិនប្រឆាំងមិនទាស់មិនបន្ទុះមកអំពីឃើញសេចក្តីពិតហ្នឹង 100% មិនថាត្រឹមត្រូវតាមហេតុអ្វីដែលកើតឡើងអត់ហេតុគឺអត់កើតទេតែដល់តែមានហេតុយ៉ាងណាគឺយ៉ាងហ្នឹងគឺណាអត់មានខុសហេតុទេបញ្ញាឃើញអញ្ចឹងឃើញក្នុងខ្លួនយើងក៏ចិត្តចេតសិករូបក្នុងអ្នកតីក៏ចិត្តចេតសិករូបធម្មជាតិមេឃដីរូបធម៌អាស្រ័យឧត្តអត់មានស្អីដែលអត់ហេតុកើតទេហើយហេតុយ៉ាងណាកើតឡើងយ៉ាងនោះហើយការដែលបញ្ញាដឹងហេតុផលបរមត្តធម៌ហ្នឹងណាគឺរមែងអស់ទៅនៅទិដ្ឋិអាការយល់ខុសថាយ៉ាងនេះយ៉ាងនោះព្រោះបញ្ញាហ្នឹងវាដូចថាណាកសែងសនេះចឹងហើយយើងពាក់វ៉ែនតាខ្មៅថាអូនឹងពណ៌ខ្មៅពាក់វ៉ែនតាក្រហមថាពណ៌ក្រហមពាក់វ៉ែនតាបៃតងថានឹងពណ៌អីពណ៌បៃតងវាខុសហ្នឹងឯងដល់តែយើងពាក់វ៉ែនតាសហើយធ្វើឲ្យភ្នែកភ្លឺទៅទៀតឃើញច្បាស់ថានឹងពណ៌សយ៉ាងណាមិញការពិតហ្នឹងវាដូចពណ៌សហ្នឹងមានស្រាប់ទៅតែមកពីយើងវាអត់តន់មានវ៉ែនតាសហ្នឹងវ៉ែនតាសហ្នឹងហៅធម្មចក្ខុគឺបញ្ញាហ្នឹងឯងយើងវានៅទិដ្ឋិអាទិដ្ឋិហ្នឹងដូចវ៉ែនតាខ្មៅដូចវ៉ែនតាក្រហមដូចវ៉ែនតាបៃតងចឹងមើលទៅវាអត់ឃើញ
តាមសេចក្តីពិតសេចក្តីពិតពណ៌សទៅឃើញពណ៌ក្រហមពណ៌លឿងពណ៌ខ្មៅអញ្ចឹងការយ៉ាងណាមិញអ្វីដែលអាស្រ័យបច្ច័យកើតឡើងយើងអត់ឃើញតាមដីពិតថានៅនេះធ្វើនៅនោះធ្វើឬក៏យើងធ្វើឲ្យខ្លួនយើងឬអ្នករតីធ្វើឲ្យវានៅក្នុងការប្រកាន់ខុសអញ្ចឹងណាដល់តែយើងមានធម្មជាតិខុសបានឃើញថាអ្វីត្រឹមត្រូវដោយហេតុណាគឺ 100% អញ្ចឹងហ្មងបានធ្វើឲ្យមានការយល់ព្រមយល់ហ្នឹងយល់ត្រូវព្រមហ្នឹងគឺសុខចិត្តជាទីខ្សែទៅនៃបញ្ហាហ្នឹងហើយអាហ្នឹងមិនទី3គឺថាមិនប្រជែងមួយអ្នកអតីព្រោះយើងមានសេចក្តីសុខតាមរបៀបរបស់យើងអត់មានទៅប្រជែងតាមសេចក្តីសុខអ្នកអតីអ្នកអតីសុខយ៉ាងម៉េចក៏តាមគាត់ទៅយើងអាចសុខបានក្នុងជីវិតរបស់យើងក្រុមគ្រួសាររបស់យើងរហូតដល់ទៅបញ្ញានេះបានមិនទី4ណាមិនទី4ហ្នឹងគឺក្នុងខ្លឹមសារថាមិនចម្ពាក់វៈវិនណាហ្នឹងហើយមិនចម្ពាក់វៈវិនគឺរឿងអ្នកអតីរឿងអីផ្សេងហ្នឹងមិនចម្ពាក់វៈវិនដល់តែយើងមានបញ្ញាក្នុងដំណើរដែលត្រូវចេញអំពីលោកនេះហ្នឹងហើយដែលពុទ្ធបរិស័ទយើងមានបត្រៃណគមណាយើងនៅក្នុងលោកនេះគឺថាដោយមេត្តាករុណាមេត្តាករុណាមិនចម្ពាក់វៈវិនទេមេត្តាករុណាគឺជាកុសលចិត្តដែលមិនជាប់ចម្ពាក់វៈវិនហ្នឹងហ្មងដូចចិត្តព្រំអញ្ចឹងចិត្តព្រំអត់មានកាមឆន្ទៈចម្ពាក់វៈវិនទេណាប៉ុន្តែមេត្តាករុណាជួយសត្វលោកឲ្យបានទីក្តីសុខយ៉ាងម៉េចអញ្ចឹងណាអាហ្នឹងនិយាយពីព្រំដោយកំណើតទៅរឿងព្រំវិហារធម៌របស់មនុស្សយើងនេះណាមិនមែនតួចម្ពាក់វៈវិនទេមេត្តាគឺថាមានជីវិតសត្វដែលប្រាថ្នាសេចក្តីសុខហ្នឹងមកជាអារម្មណ៍ទៅគេថាមានទុក្ខបំណងនឹងជួយឲ្យរួចផុតចាកទុក្ខប៉ុន្តែមិនមែនការកើតទុក្ខយើងដូចថាយើងនិយាយអាណិតណាអាណិតប៉ុន្តែសភាពនៃចិត្តហ្នឹងជាតោសៈឯអាណិតមែនប៉ុន្តែយើងកើតទុក្ខចង្អៀតចង្អល់រួចចកយំអីចឹងណាអាណិតគ្នាណាស់អញ្ចឹងអាហ្នឹងតោសៈជីវ័នទេអាណិតតួករណាគឺមានបំណងប្រាថ្នាឲ្យអ្នកដែលមានទុក្ខហ្នឹងរួចផុតចាកទុក្ខអានឹងកើតក្នុងមហាកុសលហើយមហាកុសលហ្នឹងប្រកបទៅដោយសោមនស្សហ្នឹងហើយសំបីករណាបឋមជាតិទុតិយជាតិមានសោមនស្សមានបៃតេគ្រាន់តែថាបំណងប្រាថ្នាជួយអ្នកដែលមានទុក្ខហ្នឹងឲ្យរួចផុតចាកទុក្ខហ្នឹងហើយតែដល់តែជួយអត់បានព្រោះសត្វលោកព្រឹត្តទៅតាមកម្មអានឹងចូលទៅដល់ឧបេក្ខាតែបើសត្វលោកហ្នឹងមានបានលៀបយសរសើរសុខអីចឹងទៅមិនចំណែនហ្នឹងហើយការមិនចំណែនហ្នឹងឯងជាគុណតម្លៃនៃជីវិតដែលមនុស្សយើងគឺថាគោរពខ្លួនយើងណាមនុស្សដែលចូលចិត្តចំណែននឹងអ្នកអតីបានដីថាខ្វះការគោរពខ្លួនឯងហ្នឹងហើយមនុស្សដែលមិនចំណែនគឺជាមនុស្សដែលគោរពខ្លួនឯងហ្នឹងហើយអញ្ចឹងឃើញគេបានលៀបបានយកសរសើរសុខអីហ្នឹងគឺថាត្រេកអរពីព្រោះអ្វីមានហេតុផលអ្នកអតីមិនមែនចិត្តតែបានអីឯងទេវាមានហេតុដែលត្រូវឲ្យគាត់បានត្រឹមត្រូវ 100% អត់មានស្អីកើតឯងទេមានបានលៀបយុទ្ធនៈបុណ្យស័ក្តិសុទ្ធតែមានហេតុជាបច្ច័យត្រឹមត្រូវកាលណាបើយើងដកអត្តានុទិដ្ឋិបានរឿយចឹងទៅយើងមិនចេះតែប្រកម្មខ្លួនយើងខ្លួនអ្នករតីព្រៀបផ្ទឹមអីគ្នាឲ្យកើតទុកទេយើងឃើញអ្វីកើតមានតែមានហេតុត្រឹមត្រូវទាំងអស់សំបីអ្វីហ្នឹងទាស់ចិត្តយើងក៏ដោយប៉ុន្តែដល់ទៅយើងមានបញ្ញាយើងដឹងថាអ្វីហ្នឹងវាមានបច្ច័យឲ្យកើតឡើងហើយយើងអត់មានទៅបន្ទុះទាស់នឹងហេតុផលបរមត្តទេអ្វីដែលជាសេចក្តីពិតធ្វើឲ្យអ្នកដែលបានដឹងសេចក្តីពិតហ្នឹងទៅជាព្រះសម្មាសម្ពុទ្ធទៅជាព្រះអរិយបុគ្គលរឿងអីដែលយើងទៅទាស់ជាមួយនឹងសេចក្តីពិតហើយជុំវិញជីវិតរបស់យើងទាំងខ្លួនយើងហ្នឹងណាមានស្អីដែលមិនមែនជាសេចក្តីពិតអ្វីមានបច្ច័យបានកើតឡើងអាហ្នឹងឯងការដែលយើងមានបញ្ញាដែលអញ្ចឹងទៅវាអត់ចម្ពាក់វៈវិនជាមួយគ្នានឹងលោកនេះទេតែឲ្យថាអត់ចម្ពាក់វៈវិនយើងដាច់ចិត្តណាអត់មានមនោសញ្ចេតនាមិនមែនទេអាហ្នឹងយើងយល់ខុសហើយមិនចម្ពាក់វៈវិនគឺដូចថាយើងជួយអ្វីមិនមែនយើងគិតតែទៀមទាការតបស្នងអីពីអ្នកអតីអីអត់ទេហ្នឹងហើយអាហ្នឹងជាពាក្យវៈវិនហើយយើងជួយអ្នកអតីចង់បានផលតបស្នងមកយើងវិញអីហ្នឹងណាអាហ្នឹងគឺជាការជាប់ចម្ពាក់វៈវិនដល់ទៅវាអត់បានទទួលការតបស្នងមកកើតទៅជារឿងមិនសុបាយចិត្តចេះចោះធ្វើបន់មួយមនុស្សខ្មៅក្បាលខ្មៅអីចឹងណាតែលឺមកហ្នឹងណាអត់បានផលល្អអីចេះចោះអាហ្នឹងមកពីយើងចេះតែទៀមទាផលតបស្នងទេសេចក្តីល្អដែលយើងធ្វើឲ្យនេះមិនរត់ចោលយើងទេសេចក្តីល្អហ្នឹងមិនក្បត់យើងទេនៅតាមថែរក្សាឲ្យយើងជាមនុស្សល្អរហូតព្រោះទីបំផុតគ្មានការរួមដំណើរជាមួយយើងឯណាឲ្យដូចជារួមដំណើរជាមួយនឹងខ្លួនយើងជាមនុស្សល្អទេអ្នកអតីសំបីមេត្តាបិតាក៏គាត់មិនបានរួមដំណើរយើងតទៅជាតិមុខដែរតែខ្លួនយើងជាមនុស្សល្អនេះដែលត្រូវរួមដំណើរជាមួយខ្លួនយើងតទៅរហូតដល់បរិនិព្វានហ្នឹងឯងអញ្ចឹងនៅក្នុងខ្លឹមសារត្រង់ថាយើងមិនចម្ពាក់វៈវិននេះយើងធ្វើសេចក្តីល្អរឹតតែច្រើនឡើងទៀតជាមួយអ្នកអតីហ្នឹងឯងដើម្បីវាបានចូលមកដល់មិនទី5មិនទី4គឺមិនចម្ពាក់វៈវិនណាហ្នឹងឯងឲ្យតែយើងបាន
ជួយអ្នកដទៃឲ្យបានទីក្តីសុខទៅយើងសប្បាយចិត្តហើយហើយយើងមេត្តាករុណាមុទិតាអីហ្នឹងមកផ្នែកហើយប៉ុន្តែដល់សត្វលោកប្រព្រឹត្តទៅតាមកម្មយើងមានឧបេក្ខាញាណណាចឹងឧបេក្ខាញាណចែកជាពីរមួយឧបេក្ខាព្រហ្មវិហារសត្វលោកប្រព្រឹត្តទៅតាមកម្មអាហ្នឹងមានបញ្ញត្តិមកជាអារម្មណ៍ទាំងហ្នឹងហើយយើងមានមេត្តាករុណាមុទិតាសពគ្រប់អស់ហើយតែដល់ទៅថាសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងយើងក៏យើងដឹងថាណដ្ឋិកម្មសមាំងពលំកម្លាំងកម្មហ្នឹងក្រៃលែងណាស់ដែលសត្វលោកហ្នឹងរមែងប្រព្រឹត្តទៅតាមហ្នឹងហ្នឹងហើយមួយទៀតយើងមានឧបេក្ខាញាណថ្នាក់វិបស្សនាឧបេក្ខាញាណថ្នាក់វិបស្សនាហ្នឹងទោះជាយើងដឹងថាសត្វលោកហ្នឹងប្រព្រឹត្តទៅតាមកម្មក៏ដោយប៉ុន្តែមានហេតុផលបរមត្ថអ្វីនៅក្នុងលោកហ្នឹងគឺជាការពិតជាបរមត្ថធម៌អ្វីដែលយើងថ្នាំងថ្នាក់បដិខៈជាមួយហ្នឹងគឺមកពីចិត្តរបស់យើងថ្នាំងថ្នាក់ឯងប៉ុន្តែអ្វីហ្នឹងគឺជាសច្ចធម៌ជាការពិតសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងក៏ចូលនៅក្នុងហេតុផលបរមត្ថដែរមិនមែនចិត្តទៅជាអារម្មណ៍ឲ្យយើងដូចថាកើតទុកដូចថាអាណិតប៉ុន្តែអាណិតកើតទុកហ្នឹងអាហ្នឹងគឺជាទោសៈជីវ័នទេហ្នឹងអាណិតថ្នាក់ករណាគឺមានបំណងប្រាថ្នាឲ្យសត្វលោករួចផុតចាកទុកប៉ុន្តែដល់ទៅសត្វលោកប្រព្រឹត្តទៅតាមកម្មវាមានកម្មរបស់សត្វនេះមកជាអារម្មណ៍នេះឧបេក្ខានោះវាមានកម្មរបស់សត្វលោកមកជាអារម្មណ៍ហើយមិនត្រឹមតែប៉ុណ្្នឹងទេវិបស្សនាញាណដឹងថាសេចក្តីទុក្ខរបស់សត្វលោកហ្នឹងគឺជាហេតុផលបរមត្ថត្រឹមត្រូវហ្នឹងហើយដល់យើងមិនបន្ទោសយើងមិនទាស់ជាមួយនឹងសេចក្តីពិតដែលជាហេតុផលបរមត្ថហ្នឹងបញ្ញាណាហ្នឹងមិនឲ្យយើងកើតទុក្ខទោមនស្សបន្ទោសទាស់ជាមួយនឹងសច្ចធម៌ហ្នឹងហើយព្រោះការពិតហ្នឹងនាំឲ្យព្រះពុទ្ធអង្គបានត្រាស់ព្រះវិជ័យកពុទ្ធអគ្គសាវកអគ្គសាវិកាហើយហេតុអីបានយើងទៅទាស់ជាមួយនឹងហេតុផលបរមត្ថហ្នឹងហ្នឹងឯងអាហ្នឹងដែលយើងត្រូវចម្រើនទៅដោយបញ្ញាហើយក៏ស្ងប់រងាប់ចិត្តដោយឧបេក្ខាញាណឧបេក្ខាញាណមានពីរមួយដោយឧបេក្ខាព្រហ្មហេមួយឧបេក្ខាវិបស្សនាឧបេក្ខាព្រហ្មហេក៏មានបញ្ញាដែរតើមានបញ្ញាថាកម្មសកតាបញ្ញាកម្មសកតាបញ្ញាហ្នឹងឯងគឺជាឧបេក្ខាដែលមានកម្មរបស់សត្វមកជាអារម្មណ៍អាហ្នឹងគឺឧបេក្ខាញាណថ្នាក់ព្រហ្មវិហារមួយទៀតឧបេក្ខាញាណតួវិបស្សនាដែលមានបរមត្ថមកជាអារម្មណ៍អ្វីប្រព្រឹត្តទៅយ៉ាងណាគឺយ៉ាងនោះហ្នឹងឯងដល់អញ្ចឹងគឺអ្វីក្នុងโลกនេះវាទៅជាអារម្មណ៍នាំឲ្យយើងស្ងប់រងាប់ចិត្តព្រោះជាសច្ចធម៌ហ្នឹងឯងដល់អញ្ចឹងបានចូលក្នុងមិនទី5នេះអ្វីដែលយើងមិនហួងហែងណាហ្នឹងឯងមិនប្រកាន់ណាមកពីដំណើររបស់យើងគឺប្រព្រឹត្តទៅរកការមិនប្រកាន់ហ្នឹងអញ្ចឹងបញ្ញានេះដល់មកសរុបក្នុងទី5ហ្នឹងគឺជាដំណើរដែលមិនហួងហែងលោកនេះវាដូចផ្ទះសំណាក់អញ្ចឹងយើងនៅសប្តាហ៍ថ្ងៃហ្នឹងផ្ទះសំណាក់ដែលយើងនៅដើម្បីសិក្សាអ្វីនៅក្នុងលោកហ្នឹងប៉ុន្តែដែលយើងនឹងធ្វើដំណើរចេញទៅផ្ទះយើងគឺការមិនប្រកាន់ណាដែលមិនប្រកាន់ហ្នឹងគឺព្រះនិព្វានណាព្រះនិព្វានមិនមែនភពគុំឋានមិនមែនកន្លែងអីណាទេមិនមែនយើងស្លាប់ទៅកើតទៀតឬមិនកើតទៀតអីហ្នឹងទេស្លាប់ហ្នឹងគឺបញ្ញខណ្ឌបែកធ្លាយណាព្រះនិព្វានគឺនៅត្រង់ការមិនប្រកាន់ដោយអរិយមគ្គអរិយមគ្គវាកាត់សេចក្តីប្រកាន់ហ្នឹងអញ្ចឹងទៅសេចក្តីប្រកាន់ហ្នឹងជាកិលេសវត្តៈមិនកើតឡើងអញ្ចឹងកម្មវត្តៈវិបាកវត្តៈមិនកើតឡើងហ្នឹងជាព្រះនិព្វានជាការកាត់វត្តៈនៃសត្វលោកមួយអង្គម្នាក់ហ្នឹងគឺកាត់ដោយអរិយមគ្គវត្តៈទាំង3ហ្នឹងកម្មវត្តៈដែលអាស្រ័យកិលេសនាំឲ្យកើតឡើងហ្នឹងសម្រាប់ឲ្យបដិសន្ធិហ្នឹងវាឈប់មានកម្មហ្នឹងទៅណាតាមលំដាប់ចោតតាបត្តមេអកម្មដែលនាំទៅកាន់អបាយភូមិនោះអត់មានទេនឹងឯងជានិរោធសច្ចហើយសម្បត្តិព្រះនិព្វានរបស់ព្រះសោតាបានណាសកាយតិថិជាឆាសីលពតបរាមាសៈអីដែលនាំឲ្យសត្វលោកទុកលំបាកខ្វាយខ្វល់ប្រកាន់ខ្លួនយើងខ្លួនគេហ្នឹងវាអត់មានមកពលត្រូវព្រះសោតាបាននឹងទៀតទេសេចក្តីទុកដែលកើតមកពីសកាយតិថិជាឆាសីលពតបរាមាសៈហ្នឹងដីទុកដែលកើតមកពីបញ្ញវរិយអីហ្នឹងក៏អត់មានសម្រាប់ព្រះសោតាបានដែរនឹងសម្បត្តិព្រះនិព្វានណាបានទាំងរស់ហ្នឹងអ្នកដែលបាននិព្វានបានទាំងរស់ដោយយើងនៅកណ្ដាលវាហាភ្លៀងហាខ្យល់អីចឹងដល់ពេលយើងមានប្រាក់យើងទិញផ្ទះចឹងណាយើងទៅនៅផ្ទះទាំងរស់ហ្នឹងហ្នឹងហើយយ៉ាងណាមិញដល់ទៅមានបុណ្យកុសលគ្រប់គ្រាន់ឧបនិស្សយបច្ច័យទៅបានសោតាបត្តមៈទៅបានសម្បត្តិព្រះនិព្វានទាំងនៅរស់ហ្នឹងណាគឺសោតាបត្តមៈដូចផ្ទះចឹងណាវាអត់មានសេចក្តីទុកដែលកើតមកពីការកំណាញ់ការចំណែនសកាយតិថិប្រកាន់ខ្លួនយើងប្រកាន់អ្នករតីអត់មានសេចក្តីទុកក្នុងអបាយភូមិរហូតតទៅហ្នឹងណាសម្រាប់ព្រះសោតាបានហ្នឹងហ្នឹងឯងអាហ្នឹងដែលជាសម្បត្តិនៃព្រះនិព្វានអញ្ចឹងដល់ទៅពុទ្ធបរិស័ទហ្នឹងមានដំណើរឆ្ពោះទៅកាន់ការមិនប្រកាន់ហ្នឹងនឹងឯងដែលជាការលះបង់អ្វីដែលតឹងអត់ទាញអ្វីដែលធ្ងន់ដាក់ចោលមិនប្រកាន់មិនហួងហែងនឹងឯងក្នុងដំណើរដែលពុទ្ធបរិស័ទយើងមានបញ្ញាហ្នឹងប្រព្រឹត្តទៅដោយមិន5ប្រការណាមួយមិនឆ្លោះប្រកែកតតេញមួយអ្នករតីព្រោះអី
ពីព្រោះសេចក្តីស្ងប់ចិត្តហ្នឹងមានតម្លៃជាងការដែលយើងទៅឆ្លោះឈ្នះគេហ្នឹងទី2មិនទៀមទាការស្រឡាញ់ពីអ្នកដទៃទេហ្នឹងហើយតែយើងក៏ថែរក្សាអ្នកដែលស្រឡាញ់យើងហើយក៏ថែរក្សាអ្នកដែលយើងស្រឡាញ់នឹងជាពិសេសថែរក្សាខ្លួនយើងដែលជាទីស្រឡាញ់ដល់ក្រៃលែងណាត់ថែអត្តសមាំងពេម៉ាំងស្រឡាញ់អីស្មើស្រឡាញ់ខ្លួនមិនមាននេះណាឲ្យតែយើងចេះស្រឡាញ់ខ្លួនយើងបានល្អទៅប៉ុណ្ណឹងក៏ល្អហើយទី3គឺយើងមិនបញ្ចេញមួយអ្នកដទៃរឿងអីទេពីព្រោះយើងមានរបៀបសុខក៏ដែរតាមរបៀបរបស់យើងឧទាហរណ៍ដូចគុណចាស់លោកគង់នៅក្នុងភ្នោះលោកមានរបៀបសុខរបស់លោកក្នុងភ្នោះមានចាំបាច់មកសុខជាមួយនឹងឋានៈបុណ្យស័ក្តិលៀបយសទ្រព្យសម្បត្តិបុត្រភរិយាគ្រប់គ្រងផ្ទះអីរបៀបអញ្ចឹងណាយើងមានរបៀបជាសុខយើងអត់ចាំបាច់ទៅប្រជែងជាមួយអ្នកដទៃទេរស់នៅជាសុខតាមបែបរបស់យើងហ្នឹងហើយបានទី4គឺថាមិនជំពាក់វៈវិនជាមួយគ្នានឹងលោកនេះដោយសារការដែលចម្រើនទៅដោយមេត្តាករុណាមុទិតាឧបេក្ខាហើយដោយអំណាចនៃឧបេក្ខាញាណទាំងឧបេក្ខាព្រហ្មវិហារទាំងឧបេក្ខាវិបស្សនានឹងឯងដែលជាការមិនជំពាក់វៈវិនរឿងនៅក្នុងលោកហើយបានបន្តមកចូលក្នុងមិនទី5នេះគឺថាមិនប្រកម្មមិនហួងហែងដោយអំណាចនៃឧបេក្ខាវិបស្សនានឹងឯងព្រោះដំណើរឆ្ពោះទៅកាន់អមតៈព្រះនិព្វានដែលមិនមានការប្រកាន់អញ្ចឹងអ្វីដែលជាភារៈធ្ងន់គឺភារៈហវេបញ្ញខន្ធាភារៈអារោចបកលោនេះណាភារៈទានលៀងទុក្ខលោកគេបញ្ញខន្ធាជាភារៈដ៏ធ្ងន់នេះសត្វលោកនេះឈ្មោះថាសត្វលោកហ្នឹងអ្នកនាំទៅនៅភារៈហ្នឹងរិទ្ធពុនលីសែងដោយអំណាចតណ្ហាហ្នឹងតណ្ហាការប្រកម្មហ្នឹងឯងដែលជាការនាំទៅនៅភារៈជាទុក្ខភារៈទានលៀងទុក្ខលោកគេហ្នឹងណាការដាក់ចុះនៅភារៈណាភារៈនិខេប៉ុណ្ណឹងបរមសុខខាងនឹងតែម្ដងទាំងព្រះនិព្វានដែលជាបរមសុខសូមឲ្យពុទ្ធបរិស័ទឧបនិស្ស័យជ្រះថ្លាក្នុងបវរនៃពុទ្ធសាសនាពេញបុណ្យកុសលហើយបានបញ្ញាចម្រើនឡើងដើម្បីឲ្យយើងមានមិន5ប្រការនេះឯងដែលជាតម្លៃនៃជីវិតកាន់តែចាស់ទៅកាន់តែមានសេចក្តីសុខច្រើនឡើងដើម្បីក្លៀងក្លៀតខ្លាយជាប្រការៈដ៏តេឡើយកាលដែលកូននឹងធ្វើនៅកិច្ចការងារអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយដោយពាក្យថាបិទភ្នែកឲ្យជិតសម្លឹងឲ្យឆ្ងាយបើការងារនោះរឹតតែធំដុំនិងសំខាន់នៅក្នុងជីវិតកូនត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរហើយត្រូវមានស្មារតីរក្សាឲ្យបានខ្ជាប់ខ្ជួនកូនមានគិតឃើញទេថាមានការងារខ្លះមានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀតជាមួយនឹងការងារកូនត្រូវចាំទុកថាខ្លាចលំបាកតែខ្ជិលមិនព្យាយាមមិនរួចពីសេចក្តីលំបាកឡើយខ្វះសេចក្តីអត់ធន់ការងារមិនបានល្អខ្វះការតស៊ូការងារមិនសម្រេចរវល់តែរឿងស្នេហាកាន់ការងារធំមិនបានព្រោះសេចក្តីប្រហែសធ្វេសការងារដែលចេះស្ទាត់ហើយនោះត្រឡប់ទៅជាទទួលបរាជ័យដោយបុគ្គលល្ងងខ្លៅរស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេមិនមាននរណាគ្រប់គ្រងយើងឲ្យខ្ពង់ពោះក្រៅអំពីខ្លួនឯងដែលគោរពនៅការងាររបស់ខ្លួននោះឡើយកុំជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ឲ្យសោះការងារអាក្រក់នាំទៅរកភពងងឹតហើយការងារល្អនាំទៅរកភពភ្លឺស្វាងការងារដែលប្រសិទ្ធៈទោសជាមង្គលដល់ដំការងារជាអាយុជីវិតជាកិត្តិយសលក្ខការងារមានតម្លៃជាងអ្វីទាំងអស់ព្រោះការងារនាំឲ្យបានរួចផុតចាកអំពីសេចក្តីទុក្ខទាំងពួងសេចក្តីទុក្ខទាំងប្រមាណដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យបានវែងនៅក្នុងជីវិតគិតអ្វីឲ្យវែងកំបែងខ្លីជាពាក្យការពីបុរាណគិតអ្វីឲ្យវែងកំបែងខ្លីវិស័យចង់ស្រីមើលរឹកពេផ្គប់ស្ដាច់តោងតាមប្រតិយាផ្គប់រះដូចគ្នាតោងមើលចិត្តភៀវមកតោងមើលអាការចេញពោលពាក្យម្ដេចមិញគង់ឃើញពិតពាក្យស្លែងក្រែងស្លូតជួនជាមិត្តពាក្យពិតជួនពេលមកមេលមិញលាក់លាកសសាងប្រត់ចិត្តនៅខ្មៅចោលប្រាជ្ញតាមខ្លៅចង់ជៀសបាបយកវែកឲ្យដឹងរសប្រៃសាបយកខ្សាច់មកគៀបបានប្រេងឬឫស្សីធ្វើខ្លះដាក់គ្មានថ្នាំងគងស្គររគាំងវែងមិនលឺសូរិយាមិនយកជាបន្លឺជឿធឺអំពិលអំពែកសត្វ33ការត្រៀមខ្លួនទុកជាមុនកូនជាទីស្រឡាញ់ក្នុងជីវិតមួយថ្ងៃនៃមនុស្សយើងនេះរមែងតែងតែមានរឿងដែលនឹងត្រូវឲ្យដោះស្រាយជារឿយបន្តិចរឿងនេះបន្តិចរឿងនោះពេលខ្លះក៏បាននាំមកនៅក្តីលំបាកយ៉ាប់យ៉ឺនមកប្រគល់ឲ្យទៀតផងព្រោះដោះស្រាយអត់បាន
កូនក៏ធ្លាប់ជួបប្រសពរឿងរ៉ាវនេះមកខ្លះហើយក្នុងសេចក្តីនេះកូនត្រូវត្រៀមខ្លួនឲ្យដល់ព្រមពោលគឺត្រៀមការពារទុកជាមុនដោយពាក្យថាការពារទុកមុនស្រណុកជាងដោះស្រាយប្រៀបដូចជាការដើរផ្លូវឆ្ងាយចឹងឯងគឺត្រូវត្រៀមរៀបចំអ្វីទុកជាមុនឲ្យសពគ្រប់មិនថាជាការដាក់ផែនការស្បៀងអាហារពុតអាវអ្វីឡើយគឺត្រូវតែឲ្យដល់ព្រមទាំងយានពាហនៈទាំងមាសប្រាក់លុយកាក់សម្រាប់ចាយវាយលាក់លុះដល់ពេលវេលាហើយក៏ចាប់យកអ្វីដែលបានត្រៀមរៀបចំជាស្រេចនោះដើរផ្លូវទៅតាន់ពេលដល់ដើរទៅហើយមិនមានខ្វះអ្វីឡើយការត្រៀមរៀបចំឲ្យដល់ព្រមគឺជាកិច្ចការពារនិងដោះស្រាយបញ្ហាដែលល្អជាទីបំផុតការបើមានបញ្ហាកើតឡើងក៏ដោះស្រាយបានតាន់ពេលប្រៀបម្យ៉ាងទៀតដូចជាត្រៀមទឹកសម្រាប់លួចភ្លើងឬត្រៀមថ្នាំដែលចាំបាច់សម្រាប់ព្យាបាលដូច្នោះឯងក្នុងការរស់នៅកូនត្រូវត្រៀមកាយត្រៀមចិត្តត្រៀមទាំងគំនិតគិតទុកជាមុនគឺថាតទៅនឹងជាយ៉ាងណាបើយ៉ាងនោះមែនតើត្រូវធ្វើដូចម្ដេចហើយឥឡូវនេះត្រូវធ្វើអ្វីដូចនេះជាដើមការត្រៀមរៀបចំទុកជាមុនដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់ថាមិនប្រមាទមនុស្សដែលមិនប្រមាទគឺថាជាមនុស្សដែលមិនមានការធ្វេសប្រហែសមិនអាងថាមិនអីគឺតែងតែត្រៀមអ្វីក្នុងដំណើរជីវិតទុកជាស្រេចដូច្នេះសំបីរឿងចាស់ឈឺស្លាប់រឿងការព្រាត់ប្រាសនិងរឿងផលកម្មដែលតែងតែមានជាប្រចាំគ្រប់គ្នាអ្នកដែលមិនប្រមាទហ្នឹងក៏បានគិតទុកជាស្រេចហើយដែរដល់ពេលរឿងនោះមកដល់ចិត្តក៏រមែងស្ងប់រងាប់មិនញាប់ញ័រចូលកូនកុំប្រមាទក្នុងជីវិតកុំធ្វើឲ្យប្រយោជន៍បាត់បង់ទៅជាមួយនឹងពេលវេលាឲ្យសោះបើប្រយោជន៍មិនបាត់បង់ទេគឺនៅជាប់តាមខ្លួនកូនជានិច្ចនោះកូននឹងជាមនុស្សល្អរហូតចូលកូនចាំចោះថាមិនមានអ្នករួមដំណើរណាក្នុងជីវិតដែលនាំមកនៅភាពរីករាយឲ្យដូចជាខ្លួនកូនឯងដែលជាមនុស្សល្អនោះឡើយដូច្នេះកូនត្រូវតែរួមដំណើរជាមួយនឹងខ្លួនឯងជាមនុស្សល្អកូនត្រូវតែត្រៀមរៀបចំនៅប្រយោជន៍គឺអំពើល្អគ្រប់យ៉ាងក្នុងជីវិតរបស់កូន34ទឹកចិត្តពិតជាសំខាន់កូនជាទីស្រឡាញ់ឪពុកនិងម៉ែធ្លាប់ប្រាប់កូនមកហើយថានោះយើងកាលនឹងទៅនៅក្នុងទីណានៅជាមួយនឹងអ្នកណាក៏ដោយសូមឲ្យកូនជាមនុស្សមានទឹកចិត្តកូនហើយខ្វះអ្វីអាចខ្វះបានតែកុំឲ្យខ្វះទឹកចិត្តគឺកុំឲ្យមានចិត្តចង្អៀតចង្អល់គិតតែពីបានមកខ្លួនឯងមិនគិតគេផងនោះឡើយនោះយើងបើខ្វះទឹកចិត្តហើយគឺមិនមានអ្នកណាចង់មកនៅឬក៏មកគប់រោគដោយពិតប្រាកដកាលដែលគេចិត្តតែទ្រាំនៅក៏ព្រោះមកអំពីគេមិនទាន់រស់ផ្លូវទៅបានតែប៉ុណ្ណោះពីដូចទីកន្លែងដែលក្រទឹកដូច្នោះឯងមនុស្សសត្វមិនប្រាថ្នានឹងរស់នៅឡើយចង់តែទៅនៅទីណាកន្លែងណាដែលមានទឹកបរិភោគប្រើប្រាស់គ្រប់គ្រាន់តែប៉ុណ្ណោះម្លែកមនុស្សដែលមានទឹកចិត្តរមែងតែងតែមាននៅពពួកជនមកពឹងពាក់ពំនាក់អាស្រ័យហើយបាននៅហើយក៏មិនប្រាថ្នានឹងចាក់ចេញទៅដែរសូម្បីដល់ទៅថាទីកន្លែងចង្អៀតក៏ចេះតែនៅបានដោយពាក្យថាចង្អៀតកាយកុំតែចង្អៀតចិត្តកូនដឹងយ៉ាងនេះហើយគួរតែព្យាយាមធ្វើខ្លួនឲ្យជាមនុស្សមានទឹកចិត្តជាពិសេសនោះគឺថាជាមួយមនុស្សដែលនៅចិត្តគ្នានឹងកូនហ្នឹងមនុស្សដែលកូនត្រូវពឹងពាក់អាស្រ័យគេដើម្បីជួយធ្វើការងារអីដូចជាកូនឈ្នួលឬក៏កូនចៅនៅក្រៅមួយវត្តជាដើមអ្វីដែលកូនអាចជួយបានកូនជួយគេទៅកូនត្រូវចាំថាមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការអ្វីក៏ដោយឲ្យតែគេត្រូវការរមែងមានតម្លៃជាសំខាន់ទៅទៀតគឺរបស់ក្រមនុស្សមានទឹកចិត្តកម្ររស់ណាស់នៅក្នុងលោកថែមទាំងណានាក៏ត្រូវការមនុស្សដែលមានទឹកចិត្តដែរណាកូនក្នុងគ្រួសារក្នុងភូមិស្រុកទាំងក្នុងសង្គមជាតិសុទ្ធតែត្រូវការមនុស្សដែលមានទឹកចិត្តនេះណាស់ដូច្នេះកូនត្រូវតែជាមនុស្សមានទឹកចិត្តអ្នកណាដែលធ្លាប់បានធ្វើល្អធ្វើប្រយោជន៍ឲ្យដល់កូនកូនត្រូវកុំភ្លេចគុណបុណ្យរបស់អ្នកនោះកូនត្រូវតបស្នងសងគុណដោយទឹកចិត្តប្រកបដោយកតញ្ញូតាធម៌កូនត្រូវមានរង្វាន់មានកម្លាំងចិត្តឲ្យដល់អ្នកអតីដែលគេធ្លាប់បានធ្វើនៅសេចក្តីល្អមករកកូនយ៉ាងហោចណាស់ក៏កូនត្រូវសរសើរចំពោះសេចក្តីល្អរបស់គេដើម្បីឲ្យគេបានរីករាយចិត្តផងដែរ
cả pơ đào tức chất này ai nha cồn cứ chỉ muốn đào vị say sầm ráp chọ srop nè để tây ở kia mà sờ lá nhọp an cồn tuân luôn chỉ buộc cồn tức chất cứ chưa được bao vị say na cồn này chỉ côn sầm bát đỏ xạ xét đôi chỉ cay mà đi để ai thưa ai mà nu miền rúp mình sạp nó tới chỉ rúp sạp bàn rồi cho nó anh mình trâm tay phần nó thế dùng bay sẽ đây là chỉ côn bông của sao tên xén còn lệ cho mau cho không chất sần đan là bao mà nu để miền thực chất này anh thực chất cứ chia sẻ đây xua sẻ đây nay chỉ vết ná côn sầm lánh sàm sập trầm tục tôi chỉ mũi nâng sẽ đây tục con chỉ ti sờ lạnh riêng cài mong muốn rồi mình từ rộp hay biệt biên ban ở nghề lại thiệp rừng bằng mong muốn này riêng cài ai tục tôi nâng rộp xinh xinh bán một thả tục tôi nâng sẽ đây tục lời cái thưa ai miền cài chỉ sọc miền tụm nôn đôi khi đây cứ thà bà mình từ ca ở chặt miền thì đây tục tế từ sang thiệp rừng bằng ở đò chặt ráp tục tôi chỉ mũi nâng sẽ đây tục lời chặt ở bàn nó cả bít sẽ đây tục lời chặt nô miền hai nào pi ca nứt kết tạ tay này chặt luôn ai nhưng ai chia sầm khăn cứ chặt bàn chặt vô cái rương rau xe nhầm pi ca để ban khơi khla lư khla chỉ đám hơi chết để vô mà nứt kết tạ tay ơi tới chỉ giang đi ở giang nu tam ca sau giờ rom rồi bọc luôn rương rau để chặt vô màu ba nu bởi chặt luôn ai nhưng nứt kết sai sau tới ngắn bồ cứ pin chết của cả ban tới chỉ đây sọc này không chặt nâng tờ tại bờ nực kết sai sao từ mình ngăn thế mình pin chất thế còn nó phải cả tốc nữa cái nông chất sần đan ban đôi khi này riêng tại mình giang chỉ mùi cái này ai thưa ai mình mình nè miền chất chỉ sóc hai mình nè tiết cả tốc rồi riêng nữa cái nông chất sần đan bài mình ban tầm ran mình độ ní mau pi ca nực kết tạ tay người ta bỏ chất riêng khluồn rồi hai đôi pol mà ní ca bờ côn mình trời ca ơi sự đây tục màu rốt riêng chất sần đan bỏ côn thế côn gặp bây chi diêm sang phun than ở bàn mòm sầm ráp tục tôi chỉ môi nâng sự đây tục côn trời tăng sự tệ ơi lỏ nở pe để chụp sop riêng ở vây cả đời trời chào ban cả chào cầm chăm bách vô mà trời đi cất tạ tay pol cứ cầm vô mau chỉ rom tai bờ vô mau chỉ rom cứ côn trời cất đòi giang miên mà đâyจะtìm phật kết ở ban sọp cục hơi bạc lọt sân công phải nhập sầm rách chỉ cái đấy đòi nghề chặt đây phải cọp đây sẽ tệ sam phải chỉ nhẹ không ca từ tu là rom miên vô thì xong để ca ra cục quán nuôi ai cứ chỉ phun than mòm tom để ai sầm ráp túc tôi chỉ môi nên chỉ đây tục cứ chỉ sọc cọp hiệp lời chất để ai rè reng để túc cùng vào bàn phùm than mòm tom chia chùm rung sẽ tệ nâng chia sọc cọp hiệp rồi bỏ chặt ní mình nghe nâng co sang bàn lại còn trâu vật khắp chỉ rưỡi vật khắp ở du hay vật khắp chỉ riêng rồi hốt to từ được chứ này từ ai miền pho căn để bà xài là chỗ con còn plei thà cá nghe sầm khăn đồng phốt cứ vật khắp ở chất miền sọc cọp hiệp lọ nâng còn plei kết ở luôn anh ruột nơi chỉ sọc miền phùm than để thua nòng chặt phong sam chất của mùi skull mục tại mình skull chặt con chỉ ti sờ lạnh miền phía sắt khai dưỡng bàn pol thả mình được dưỡng skull mục kia tại mình skull chặt chỉ bia đại trâm trời cướp ca cướp pe về lìa tiếng chỉ bia đa tương mà ở đây ở trên bị giáp chìm pua mình nuốt tiệt phòng mình nuốt ai sang phiếp bao bình chao và làm plei nè ở tây giang phủ cài mơ càng cái lọ sầm suồn phần tay càng nóng với chỉ riêng xèn đôi rúp đây kỳ cu chỉ mũi nâng rúp bít chẳng ảnh rúp cú cho nên tay lọ sát rồi bó cu ở mơ chiếng rúp bít rồi miền ca tạ tay từ đôi pua chỉ đà mà nó đây sang phiếp luôn anh ơi lọ mớ cứ chầm bách trừ tay tức mục ở cặp cái da nâng ca sầm đây chênh tiết rôm từng bẹ sầm đây đầm bay bật băng hàng nồng đây mình lọ thì nói tớp cả miền bẹ thà skull mục té ở skull chặt miền bẹ nâng màu nâng đôi pol mà đi ca bờ côn nâng sai cúp chỉ mũi nâng là ná tục chất là ná rứ cỏ thơ ca nghe hôn ấy chỉ mũi nâng là ná trừ mơ lại ban nó sừng kê lại ban du còn mơ trâm tè mục mọt càng cray trừ mơ đò cà phê cà ruột nơi cùng rôn ca bỏ kê bây giờ mà xăm phút trung tra thà cặp bay đăng sel đòi ca nơi rúm cặp bay đăng sự đây sát đòi ban đắp sầm đấy cặp bay đăng cầm lăng pe miền upasa
nâng cặp bay đăng bành nha đòi ca xăm tận đi con cho dul đôi to tận đi đăng xa đòi ca nơi ruống cứ nơi chỉ mùi du sẵn kê bị nết đòi ca vô chất tục đạ rùm tèng miên bành nha dul ca bàn cho bà lọt hòn nâng cứ đăng xa đòi ca nơi ruộng chỉ mùi nơi du sẵn kê bị nết đăng sẽ cái đây xa đòi ca sẽ đạp tầm đầy cứ sẽ đạp bịa nì dây môn nâng bịa nì dây môn hay nâng nì dây krao ấy táo về xong này đại rì tê dạng tiết sẽ đạp bịa nì dây cho buộc mốc nâng cầm bằng mốc đôi khi này đại rì tê nâng cứ đăng sẽ cái đây xa là ca dây môn dây krao ấy là xa bịa đây dây chùm buông mốc hay dây cầm bằng mốc ta vì dạng ná nó dân đăng nụ sạp mình sạp nó đòi ca để dân sẽ đạp bịa xâm đây nâng hay nâng ca phục rít đòi toa đăng cầm lăng tên miền ổ xã cứ cầm lăng chật cầm lăng cầm nít bạc nhà cầm lăng côn ở thua cầm lăng chật luôn dân nâng nó bề miền ốp sạ còn ai uất an ban tẻ mọt là miền ốp sạ nó cứ tha nhọp nhớ rứ có ngọp rồng ngọp nó bề là miền bị bát thì giòn ra nâng đằng làng chật nó bề miền ốp sạ đằng bành nhá bề để xăm tận đi cứ bành nhá nông ca xua dần tận đi chơi đòi bành nhá bà con mình mơ mục mình mơ cao về bàn o tế chỉ làm từ cục rô rứ cả tục chặt tục làm ai ca cả rô rộp an bình thân cứ viên đằng thơ con bàn đo nơi gì đây sao pro thì ca khó chặt bật xong khâm thăng tê khó chặt chấm này con luôn anh bánh trơi tè smart chấm buộc mà nút chẳng lại chỉ vì xe nè để tục chặt còn có họ nè để chưa tục chặt hay có còn chưa tục chặt nè để thọp của họ con phong đài dừng khâm chưa chuyện chẳng xong mọc lơ con luôn anh chấm pua nè na để sẽ lành đôi small chấm pua con nè để tục chặt con cùng bao prát tục chặt rồi bo nè để sẽ lành con nâng oi so sẽ lành khi hai trời tới small còn trời ruột chỉ mũi nâng sốt chật trời sầm đai tất chất ai nè để tây ban dưa nâng trời ai cái squat chất thả tất chỉ khi ai chụp khi hai có sờ bài chất đòi ca tục chất nâng ai chất dương chất kê giảm sập làm pi con chỉ ti sờ lạnh ca nơi ruộng chỉ mũi nè để tây mình thà nơi là bia chia phê chia xóa mây chia cua xa mẹ đa bị đa con prosray chia nhiệt mất chia nè ruộng cả nghe rư chia nè ruộng thành công đồ lại cứ con trừ rùng pưng đò chất bầm non chỉ đây vật na bọn nè tây nô nốt ní chia ca sầm khăn dạng cày lên nâng nơi chỉ mùi kia bàn du rư mình du sọc sờ bài rư cò đai cả hái nâng cái riêng chặt dơn chặt kê nâng nè về nơi trong chấm nói chấm khăn thì anh ca để vua chặt kê màu priệp nâng chặt dơn ấy có vua chặt dơn từ priệp nâng chặt nè tây cứ ta chia cách để cua thơ áp tà năng của mang cắt và dơn thơ vây cả đói trừ rùng pưng đò phò bạc phò để nâng cát lang đòi nè được tây phong về khá dân kết thả dân thơ hai dân nâng ban phò vì giáo tại nè được tây cái ai cái đai cả hai pro cà thơ là bỏ dân nâng có miền đài tờ cua chia viên nơi chụp nói ní ở bàn mình trừ sang thì cái đây sầm rách lơ thì cái đây cái đai cả hai này nè được tây thế nè tây cái mình pin chất ở dân từ thơ ở cái đai cả hai đôi chạy cái này nâng từ nấc kết chặt dương chặt cái chuyện này nụ đây kết tại vì ban cái hai tầm nụ khơi tại vì luôn ấy nụ khơi tại vì luôn ấy nhà mình ta bắt cái chuyện thầm mà đa bộ cứ bộ rất nơi ở bờ để miền pha bắt qua đào nẹt ở tây
cô này cá chim mà nuốt ná cồn về dương ban trái của cô nấc đó nè để cái liền phong về để dương ban sóc của cô nấc đó nè để cái miên thì đây tục phong hay về để dương miên ban của trời cất đó nè để cò để hay mà ham phong đây cồn cất bàn dạngนี้cô nâng chìa nẹ lẹ bong mơ khơi nẹ đợt tây vua chật kế chui kế nâng bàn chật tí sở lá như rạp án để bó mà nút tu tư và sân bà cô chìa nút khơi để bị luôn anh cô nâng nơi tại anh bố khoa ca rạp án ông pi nẹ chật khang mình miền nẹ đợt tây smart chìa mũi nâng cô tất bà cọt tê cả na bờ cô cất để bị luôn anh nút về côn miền tục miền đầu vua mình miền ở nam mà chư cha lại chạm tục ná côn thầm lánh chặt dương chặt kê côn trơ ri rê khăn khăn ở chợ ba còn tam chặt bia tam pre đầm ra pre thua lọ na côn trơ bạ để bạt chặt kê chặt dương bờ miền nè lại côn trơ còn chặt và chọn sọc chặt côn trơ vật hạt ruột đôiประหยัด tờ phật ăn đài luôn chia opama chấm ra mê ta tô xa rồng sai ở sọc luôn anh nâng sắp tầng lai sọc nơi mình ngay rột khơi khăn chật sam xếp phẩm bày kịch sân sông nì dê con chả ti lạnh mọt mà nụ nòm sọc mà ói cả bán nòm tục mà ói cả bàn mày dương miền bịa đạt tường cho na tiện tuông nằng mọt đôi chia nếp bạ vô nếp chua sầm đây hua rô ở vây chua miền rồi cả ta mọt miền crop đọp miền chnop đời miền bay đây miền buôn mà nụ vô sầm đây đầm đây vô plop bằng vây lần ta đọp chùm sân sông này dê anh ta chỉ át cầm lon bàn sọc tục phong của pro anh ta sầm đây chỉ ai lê chỉ tô khoai slap pro át của plien slap pro mọt người này chỉ đàm cả bậc côn cột ruộng na cả đời phơi ca nghe tì na cả đời à vây để côn trơi phải dắt ở na nút cứ mọt lộc bàn pol thả mà nút là nguồn tục bè đôn là anh ta mà nút lá tục ảnh đát nâng bè đồn bà con trong này dây vây vây từ tục đã xâm đấy không chất cùng nít kết hai xong này dây công này dây rồi hai tờ kết công này dây vây vây tam tại chất trong câu này này dây cho ăn khóc cho ăn này dây tách khóc tách cả trăm bách trơ này dây con trơ này dây vàng miên smart đây này dây ở là muônประมาณscore ca score p đăng cả lại chơi sạ đăng bộ quơ đăng bò rải sạt nghỉ dây tam thua tam vị này chia sầm đây miên bờ giàu lúc sớm mấy ní bờ cai nghỉ dây bàn chờ nè bàn tay con chơi bị cha nào là o không bàn nam mà lúc đây bờ cai nghỉ dây nô tại miên bờ man nè đây nghỉ dây đòi minh lùm yên nghỉ dây nom ở cao ca prom priềng phơ ao mà lúc group này cao ca sờ bài chật dương mình ai từ ham là na tha còn ao như dây được cho nó bàn đời sập group tê kê nâng như dây là o đi cơ mình là o giang na như dây ô tê như dây chạ đau như dây ốt luôn như dây đau là ngon giang na vì chỉ xích ta luôn bỏ kê cả bờ kê như dây hai kê chỉ nè từ tu khâu trời sầm khăn công tại con như dây đôi kê tới bàn này con trời kết ao là o môn như dây chưa bị xét np con thì dễ đòi nè là tây còn trơi tay bị dắt ở nè chấm quân nè là tây dân ban đăng riêng kê ban đòi sập rụp bên à mình bàn tràn về mình bàn đòi sập rụp chẳng cái trơi bị dắt dân mình đăng nông cái này bỏ kê hay dân ở chết kịch cái nằm cái này đòi luôn anh dạng ní dạng nô cứ mình bà nè là o vòng hot cứ công thì dây bị kế đòi mình đăng riêng cho bà còn sman còn bà hai còn mua bằng cách đòi ca shop còn chết tên lơ đòi lùm yên xong bây đăng cho bác con mình trừ chết tên dây đây còn chồng bạch đòi tên mình cho bác có trừ tè bị nết bị chai bà này dây đòi meta còn chết tè cậu sờ la dương à cậu sờ la kê nó
ឲ្យកុសលាគេអកុសលាយើងខ្លះផងតាមសេចក្តីពិតហើយបើយ៉ាងត្រឹមត្រូវនៅក្នុងផ្លូវកណ្ដាលនោះគឺកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មា